នៅពេលប្រលឹមស្រាងកំឡោះម្នាក់ឈ្មោះថានីសាំងចាប់ផ្ដើមរៀបចំសម្ភារៈមានដូចជាបាយកញ្ចប់និងទឹកបំពង់ធ្វើដំណើរចូលទៅក្នុងព្រៃគោលដៅរបស់គេនោះគឺទៅរកទំពាំងនឹងឯងដោយសារតែកំឡោះម្នាក់នេះគឺជាអ្នកក្រខ្សត់ម្ដាយរបស់ខ្លួនក៏មានជំងឺរ៉ាំរ៉ៃចំណែកឯលោកឪពុកគឺជាជនពិការជើងមួយចំហៀងអ៊ំខួចដែលត្រូវជាឪពុករបស់នីសាំងនេះគាត់ពិការជើងនៅពេលដែលគាត់ទៅធ្វើសង្គ្រាមការពារជាតិការពារទឹកដីចំណែកឯម្ដាយរបស់កំឡោះសាំងគាត់បានឈឺរ៉ាំរ៉ៃដោយសារតែគាត់កង្វះអាហារមួយយ៉ាងទៀតនៅពេលដែលសម្រាប់កូនថ្មីគាត់នៅសរសៃខ្ចីគាត់ប្រឹងប្រែងធ្វើការងារធ្ងន់ដូច្នេះហើយទើបគាត់មានជំងឺទាស់រ៉ាំរ៉ៃស្គមរីងរៃគ្មានកម្លាំងគ្មានកំហែងនោះទេគ្រួសារដ៏កំសត់មួយនេះគឺពឹងផ្អែកទាំងស្រុងទៅលើកូនប្រុសរបស់គាត់ឈ្មោះថានីសាំងនឹងឯងនីសាំងគេតែងតែចូលទៅក្នុងព្រៃរកទំពាំងយកមកលក់ឲ្យអ្នកស្រុកអ្នកភូមិក្រៅពីនោះបើសិនជាមានការងារលីសៃនៅក្នុងស្រុកភូមិគេក៏ធ្វើដែរគេមិនចូលទៅក្នុងព្រៃនោះទេក៏ព្រោះថាការធ្វើដំណើរចូលទៅក្នុងព្រៃម្ដងវាតែងតែផ្សងជាមួយនឹងគ្រោះថ្នាក់មួយយ៉ាងទៀតព្រៃដែលគេចូលនោះគឺនៅឆ្ងាយពីផ្ទះសម្បែងណាស់កំឡោះសាំងរបស់ជើងគេបានរៀបចំបាវដ៏ធំមួយសម្រាប់យកទៅដាក់ទំពាំងក៏ប៉ុន្តែគេមិនប្រកាសថាបានទំពាំងច្រើននោះទេក៏ព្រោះតែមួយរយៈនេះគេរកហាក់ដូចជាមិនសូវបានតតសោះមួយយ៉ាងទៀតការរកទំពាំងនេះក៏មិនមែនមានតែគេដែរអ្នកស្រុកអ្នកភូមិផ្សេងទៀតពួកគេក៏បានធ្វើដំណើរចូលទៅក្នុងព្រៃទៅរកទំពាំងដូចគ្នាចំណែកឯអំវរវិញគាត់តែងតែរងចាំទិញទំពាំងរបស់កំឡោះជើងពេលខ្លះគាត់ក៏យកទៅធ្វើជាទំពាំងស្ងួតនៅពេលខ្លះទៀតគាត់ក៏បានយកទៅខសាច់ជ្រូកគឺទំពាំងស្រស់តែម្ដងអំវរគឺជាគ្រួសារមួយដែលអាចថាអ្នកមានជាងគេនៅក្នុងតំបន់នេះហើយគាត់ក៏មានកូនក្រមុំស្អាតម្នាក់ដែលមានឈ្មោះថាម៉ាឡៃក៏មានទំនាក់ទំនងស្នេហាជាមួយនឹងកំឡោះសាំងដែរក៏ប៉ុន្តែដោយសារតែវណ្ណៈគ្រួសារពួកគេមើលទៅបានត្រឹមតែស្រឡាញ់គ្នាតែប៉ុណ្ណោះក្រោយពីកំឡោះសាំងរបស់ជើងបានរៀបចំសម្ភារៈរួចរាល់នៅក្នុងពេលនោះអ៊ំខួចគាត់ក៏បានចុះមកដីរួចឆាយនិយាយទៅកាន់កូនប្រុសថាណែកូនមួយរយៈនេះឯងចូលទៅក្នុងព្រៃល្ងាចម្លេះទៅត្រឡប់មកវិញតើមានរឿងអ្វីទៅកំឡោះរបស់ជើងក៏បានឆ្លើយតបថាអូពុកដោយសារតែខ្ញុំត្រូវធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅព្រោះថាមួយរយៈនេះគុំឫស្សីនៅតាមបឹងនៅតាមស្ទឹងក្បែរនេះត្រូវគេចាក់យកទំពាំងអស់ហើយម្យ៉ាងទៀតខ្ញុំក៏ធ្វើដំណើរចូលទៅក្នុងព្រៃជារៀងរាល់ថ្ងៃដែរទំពាំងម្ដុំនេះវាពាយហើយទើបខ្ញុំត្រូវចូលទៅព្រៃជ្រៅណាពុកអ៊ំខួចគាត់ក៏បាននិយាយទៅកាន់កូនប្រុសថាណែកូនចូលទៅក្នុងព្រៃឲ្យចេះប្រយ័ត្នប្រយែងផងម្យ៉ាងទៀតបើសិនជាត្រូវឆ្លងស្ទឹងទៅត្រើយមកខាងទៀតនោះណែឯងកុំធ្វើដំណើរតាមផ្លូវដែលពុកធ្លាប់បានប្រាប់នោះទីកន្លែងនោះសម្បូរមានខ្លាំងណាស់ត្រូវគេដាក់បង្កប់កាលពីសម័យមុនឥឡូវនេះមិនទាន់មានអ្នកណាគេទៅដោះអស់នោះទេឯងត្រូវតែប្រុងប្រយ័ត្នផងណាកូននៅពេលនោះកំឡោះរបស់ជើងក៏បាននិយាយថាលោកពុកខ្ញុំឮថាមួយរយៈនេះមានថៅកែឈើម្នាក់មានឈ្មោះថាពូឡៃគាត់បាននាំកូនចៅរបស់គាត់ទៅកាប់ឈើល្អៗនៅក្នុងតំបន់នោះហេតុអ្វីក៏ពួកគាត់មិនខ្លាចជាមួយនឹងមានអញ្ចឹងអ៊ំខួចដកដង្ហើមធំហើយគាត់ក៏បានតបទៅកាន់កូនប្រុសអើកូននេះដោយសារតែជីវភាពបើសិនជាគេមានលុយកាក់នោះគ្មានអ្នកណាយកជីវិតគេទៅប្រថុយនោះទេកម្មករដែលធ្វើការនៅទីកន្លែងនោះមើលទៅសុទ្ធតែពួកអ្នកតល់ក្រនិងចម្ពាក់បំណុលគេឲ្យកូនឯងចូលទៅក្នុងព្រៃបើបានទំពាំងមិនបានត្រូវតែប្រញាប់មកមុនថ្ងៃលិចណាកូនកុំនៅល្ងាចពេកក្រោយពីនិយាយផ្ដាំរួចកំឡោះរបស់ជើងក៏ចាប់ផ្ដើមធ្វើដំណើរសម្ដៅចូលទៅក្នុងព្រៃគេបានធ្វើដំណើរតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ចំណែកឯគេក៏រកបានទំពាំងមួយចំនួនផងដែរបន្ទាប់ពីគេចូលទៅដល់ព្រៃដែលជាទីកន្លែងដែលឪពុករបស់គេតែងតែហាមឃាត់នោះកំឡោះរបស់ជើងក៏ស្រាប់តែបានឃើញបរិសុទ្ធ2នាក់កំពុងតែកាន់កាំភ្លើងដេញបាញ់សត្វជ្រូកព្រៃធំមួយក្បាលខណៈពេលនោះស្នូកំភ្លើងក៏បានធ្វើឲ្យកំឡោះសាំងគេចាប់ផ្ដើមភ្ញាក់ព្រឹតស្ទើរតែធ្លាក់សម្ភារៈចេញពីដៃភ្លាមនោះសំឡេងមួយក៏បានស្រែកឡើងថា
ណែអាកំឡោះឯងដាញ់ជ្រូកព្រៃម្នេះបន្តិចមកឲ្យលឿនឡើងយើងតាមវាអស់មួយសម្បកធំហើយក៏ប៉ុន្តែកំឡោះស្តាំងដោយសារតែមានអារម្មណ៍ផិតភ័យសត្វជ្រូកកំពុងតែរត់សម្ដៅម្យ៉ាងទៀតភ្ញាក់ផ្អើលជាមួយនឹងស្នូកំភ្លើងបាញ់មិញទៀតនោះគេស្រឡាំងកាំងរកគិតអ្វីមិនចាញ់នោះទេនៅពេលនោះគេបំរុងនឹងដាញ់ជ្រូកព្រៃឲ្យទៅកាន់លោកពូទាំងពីរនាក់នោះដែរក៏ប៉ុន្តែជ្រូកព្រៃបានគេចបាត់ចូលទៅក្នុងកំពតព្រៃរួចហើយរត់ចេញពីទីកន្លែងនេះបាត់ទៅអ្នកដែលកាន់កំភ្លើងទាំងពីរនាក់នោះក៏បានដើរសម្ដៅមករកកំឡោះស្តាំងក្រោយមកគេបាននិយាយថាយេអាកំឡោះគ្រាន់តែឲ្យជួយដាញ់សត្វជ្រូកព្រៃបន្តិចមិនដាញ់តតែសោះឯងនេះពិតជាកំណាញ់ចិត្តណាស់តែស្តាំងគេក៏បានតបថាអត់ទេលោកពូមិនមែនខ្ញុំកំណាញ់នោះទេក៏ប៉ុន្តែមិញនេះខ្ញុំភ័យខ្លាំងពេកដោយសារតែបានលឺស្នូកំភ្លើងជាច្រើនគ្រាប់របស់លោកពូនឹងឯងណែលោកពូគឺជាអ្នកណាទៅនៅពេលនោះអ្នកទាំងពីរអ្នកក៏បាននិយាយឡើងថាអូយើងគឺជាមេការគ្រប់គ្រងកម្មករកាប់ឈើនៅក្នុងតំបន់នេះហើយឯងជាអ្នកណាឯងជាអ្នករកតំពាំងមែនឬទេកំឡោះយើងក៏បានឆ្លើយតបថាមែនហើយលោកពូខ្ញុំធ្វើដំណើរមករកតំពាំងនៅតំបន់នេះជារៀងរាល់ថ្ងៃក៏ប៉ុន្តែពូមកកាប់ឈើក្បែរៗនេះពូមិនខ្លាចមានបង្កប់ទេអីនៅតំបន់នេះសម្បូរមានខ្លាំងណាស់ពូឡាដែលជាមេការគ្រប់គ្រងកម្មករនៅទីកន្លែងនេះបន្ទាប់ពីដឹងថាកំឡោះម្នាក់នេះគេបានស្គាល់តំបន់នេះគាត់ក៏បាននិយាយទៅកាន់កំឡោះថាណែអាកំឡោះឯងមកធ្វើការអាឈើជាមួយនឹងជើងមកដោយសារតែឯងបានស្គាល់តំបន់នេះច្បាស់បើឯងមករកតែតំពាំងនេះមិនដឹងជាថ្ងៃណាបានលុយកាក់ច្រើននោះទេណែបើសិនជាមកអាឈើជាមួយនឹងជើងឯងធ្វើការតែមួយថ្ងៃស្មើឯងនេះរកតំពាំង 4-10 ថ្ងៃឯណោះកំឡោះជើងក៏ចាប់ដើមគិតនៅពេលនោះគេក៏បានគិតថាគ្រួសាររបស់គេកំពុងតែត្រូវការលុយកាក់យ៉ាងខ្លាំងគេសញ្ជុកសញ្ជឹងមួយផ្លែតខណៈនោះគេក៏បាននិយាយទៅកាន់ពូឡាថាណែលោកពូមើលទៅប្រហែលជាឪពុកម្ដាយរបស់ខ្ញុំមិនឲ្យខ្ញុំមកកាប់ឈើនៅទីកន្លែងនេះទេដោយសារតែវាសម្បូរទៅដោយមានបង្កប់ច្រើនណាស់ពេលនោះពូឡាបាននិយាយលួងលោមទៅកាន់កំឡោះជើងថាណែអាកំឡោះឯងគឺជាមនុស្សពេញកម្លាំងកំពុងតែពេញធ្វើការនឹងរកលុយហេតុអ្វីក៏ឯងមិនធ្វើកិច្ចការបានលុយច្រើនមកធ្វើកិច្ចការដូចនេះអាជីពមួយនេះតើអាចឯងរកលុយបានប៉ុន្មានទៅមកកាប់ឈើជាមួយនឹងជើងមកមិនជូរទេឯងប្រកាសជាមានលុយកាក់ច្រើនកំឡោះស្តាំងក៏បានដកដង្ហើមធំក្រោយមកគេក៏បានតបថាណែលោកពូបើសិនជាអញ្ចឹងមែននោះខ្ញុំសូមទៅពិភាក្សាជាមួយនឹងឪពុកម្ដាយរបស់ខ្ញុំសិនខ្ញុំមិនហ៊ានអាកាត់តែម្នាក់ឯងនោះទេពូឡាដែលជាអ្នកមេការគ្រប់គ្រងកម្មករនៅទីកន្លែងនេះគាត់បានងក់ក្បាលរួចហើយតបថាថ្ងៃស្អែកឯងធ្វើដំណើរមកកាន់ទីកន្លែងនេះមកបើសិនជាឯងចង់ធ្វើការដោយសារតែពួកយើងកំពុងតែខ្វះកម្មករផងក្រោយពីនិយាយរួចពូឡានិងពូម៉ៅក៏បានធ្វើដំណើរចេញពីទីកន្លែងនេះបាត់ទៅពូឡានេះគាត់គឺជាប្អូនប្រុសរបស់ពូឡៃដែលជាថៅកែឈើប្រណិតនៅក្នុងតំបន់នេះម្យ៉ាងទៀតកម្មកររបស់គាត់ក៏ច្រើនផងដែរតែកម្មករទាំងអស់នេះសុទ្ធតែប្រថុយព្រោះថាថៅកែឈើផ្សេងគេមិនហ៊ានចូលមកកាប់ឈើនៅក្នុងតំបន់នេះឡើយដោយសារតែពួកគេព្រួយខ្លាចប៉ះជាមួយនឹងមីនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនឹងឯងក៏ប៉ុន្តែកម្មកររបស់ពូឡៃវិញពួកគាត់មើលទៅហាក់ដូចជាហ៊ានខ្លាំងណាស់មើលទៅប្រហែលជាពួកគាត់តល់ក្រខ្លាំងហើយពូម៉ៅគាត់ក៏បាននិយាយទៅកាន់មេការថាណែលោកមេការនៅទីកន្លែងជើងឥឡូវនេះកាន់តែខ្វះមនុស្សហើយដោយសារតែអ្នកខ្លះគេធ្វើដំណើរត្រឡប់ទៅផ្ទះវិញក៏ព្រោះតែគេខ្លាចគ្រោះថ្នាក់ចំណែកឯអ្នកខ្លះទៀតក៏ត្រូវមកខាំមានជំងឺគ្រុនចាញ់ត្រឡប់ទៅព្យាបាលវិញផងដែរតើយើងធ្វើយ៉ាងម៉េចទៅទើបអាចរកកម្មករបន្ថែមទៀតពូឡាដកដង្ហើមធំក្រោយមកគាត់តបថាមើលទៅប្រហែលជាគ្មានអ្នកណាគេមកធ្វើការឲ្យយើងបន្តទៀតនោះទេដោយសារតែទីកន្លែងនេះគឺជាទីកន្លែងគ្រោះថ្នាក់ថ្មីត្បិតតែទីកន្លែងនេះមានឈើល្អប្រណិតមែនក៏ប៉ុន្តែវាផ្សងជីវិតខ្លាំងណាស់ហ៊ានតែប្រហែលបន្តិចប្រកាសជាចោលឆ្អឹងនៅក្នុងព្រៃពិតជាមិនខាន
អ្នកមកធ្វើការនៅទីកន្លែងនេះជាមួយនឹងជើងសតតែអ្នកចំពាក់បំណុលគេច្រើនហើយនឹងអ្នកទាល់ក្រតែប៉ុណ្ណោះទើបគេហ៊ានប្រថុយជីវិតមកទីកន្លែងនេះជាមួយនឹងពួកជើងអ្នកទាំងពីរនោះនិយាយបណ្ដាដើរទៅកាន់ជំរំរបស់ពួកគាត់បណ្ដាចំណែកឯកំឡោះរបស់ជើងបន្ទាប់ពីរកទំពាំងបានមួយចំនួនធំគេក៏ចាប់ផ្ដើមធ្វើដំណើរត្រឡប់ទៅផ្ទះវិញទៅដោយសារតែអំខូចបានផ្ដាំហើយថាទោះបីជាបានទំពាំងតិចឬក៏ច្រើនត្រូវតែប្រញាប់ទៅមុនថ្ងៃលិចដោយសារតែក្នុងព្រៃពោពេញទៅដោយគ្រោះថ្នាក់នៅពេលរសៀលនៅពេលដែលកំឡោះរបស់ជើងបានធ្វើដំណើរតាមព្រៃនោះគេស្រាប់តែបានឃើញសាកសពរបស់ជ្រូកព្រៃស្លាប់2ក្បាលនៅទីកន្លែងនោះមើលទៅប្រហែលជាស្នាដៃរបស់សត្វខ្លាហើយព្រោះថាមានស្នាមក្រចកនិងចង្កូមមុតជ្រៅកំឡោះស្តាងព្រឺក្បាលខ្ញាក់រួចហើយក៏ប្រញាប់ប្រញាល់ធ្វើដំណើរចេញពីទីកន្លែងនោះឲ្យបានឆាប់ព្រោះថាព្រៃនេះនៅពេលយប់គឺសម្បូរសត្វខ្លាណាស់បន្ទាប់ពីគេបានធ្វើដំណើរទៅដល់ផ្ទះសម្បែងកំឡោះរបស់ជើងក៏បានទុកទំពាំងលើគ្រែនៅពេលនោះគេមានទឹកមុខស្រពាប់ស្រពោនខ្លាំងណាស់អំខូចបន្ទាប់ពីឃើញទឹកមុខកូនចម្លែកដូច្នោះគាត់ក៏បានដើរទៅសួរកូនប្រុសថាណែសាំងឯងមិនស្រួលខ្លួនមែនឬទេមើលទៅមុខរបស់ឯងក្រៀមក្រំណាស់ណែសាំងក៏បានតបទៅកាន់ឪពុកថាអត់ទេពុកខ្ញុំស្រួលខ្លួនធម្មតានោះទេក៏ប៉ុន្តែខ្ញុំមានរឿងមួយចង់និយាយជាមួយនឹងពុកអំខូចគាត់ក៏បានញញឹមរួចហើយនិយាយទៅកាន់កូនប្រុសថាណែកូនឯងមានរឿងអីមិនក៏មិននិយាយមកចាំបាច់ដាក់ទឹកមុខក្រៀមក្រំធ្វើអ្វីកំឡោះស្តាំងក៏ចាប់ផ្ដើមដកដង្ហើមធំរួចហើយនិយាយទាំងស្ទាក់ស្ទើរទៅកាន់ឪពុកថាលោកពុកខ្ញុំគិតថាអាជីពរកទំពាំងនេះមើលទៅប្រហែលជាមិនអាចធ្វើឲ្យគ្រួសាររបស់យើងធូរធាននោះទេខ្ញុំគិតថាចង់សុំពុកទៅកាប់ឈើជាមួយនឹងក្រុមរបស់ពូឡៃអំខូចគ្រាន់តែបានឮថាកូនប្រុសចង់ទៅកាប់ឈើនៅក្នុងព្រៃជាមួយនឹងក្រុមរបស់ពូឡៃនោះគាត់ក៏បាននិយាយទៅកាន់កូនប្រុសថាណែកូនទីកន្លែងនោះគ្រោះថ្នាក់ណាស់ពុកធ្លាប់បានប្រាប់ឯងហើយមិនយ៉ាងទៀតក្រុមរបស់ឡៃនោះគេសាហាវដៃដល់ណាស់មនុស្សជាច្រើនអ្នកហើយត្រូវស្លាប់នៅក្នុងព្រៃនោះដោយគ្មានមូលហេតុណែពុកគិតថាយើងរស់តាមសមាជីវោទៅមិនចាំបាច់ស្រវាទៅរកភាពមានដោយយកជីវិតរបស់យើងទៅប្រថុយនោះទេបើសិនជាឯងទៅនៅទីកន្លែងនោះហេងសយប៉ះពាល់ពាក្យសម្ដីជាមួយនឹងគេប្រកាសជាគ្រោះថ្នាក់ពិតជាមិនខានកំភ្លើងរបស់ពួកគេនោះមិនមានភ្នែកទេណាកូនតែកំឡោះរបស់ជើងក៏បាននិយាយទៅកាន់ឪពុកថាលោកពុកខ្ញុំស្លូតខ្លាំងណាស់ខ្ញុំធ្វើមិនដេចនឹងមានរឿងជាមួយនឹងពួកគេទៅម្យ៉ាងទៀតចូលទៅកាប់ឈើនៅកន្លែងនោះក៏បានតម្លៃខ្លួនថ្លៃដែរមិនជឿមិនឆាប់យើងនឹងមានលុយសាងសង់ផ្ទះនិងក៏បានជួយមើលជំងឺរបស់ម៉ែឲ្យបានជាផងដែរសូមលោកពុកឲ្យខ្ញុំធ្វើដំណើរទៅអំខូចទោះបីជាកូនប្រុសរបស់គាត់និយាយយ៉ាងណាក៏គាត់មិនឲ្យទៅដែរព្រោះគាត់បានដឹងថាមេការម្នាក់ឈ្មោះថាឡានោះគេមិនដឹងជាប្រមាញ់ជីវិតមនុស្សនៅក្នុងព្រៃនោះប៉ុន្មានអ្នកហើយនោះទេពូឡាគាត់មានចរិតឆៅឆាវខ្លាំងណាស់ឲ្យតែអ្នកណាជំទាស់ជាមួយនឹងគាត់ប្រកាសជាបញ្ចប់ជីវិតគេភ្លាមព្រោះថានៅក្នុងព្រៃជ្រៅនោះមិនដឹងជាទៅរករឿងអ្នកណានោះទេទៅប្តឹងផ្ដាល់ឯណាបើសិនជាក្នុងព្រៃដូច្នោះខណៈពេលនោះផងដែរអមស្រីដែលត្រូវជាម្ដាយរបស់នីស្តាំងគាត់ក៏បានដើរមករួចហើយនិយាយទៅកាន់កូនប្រុសថាណែកូនម៉ែស្រឡាញ់កូនខ្លាំងជាងលុយកាក់ទាំងអស់នោះឯងកុំយកជីវិតទៅប្រថុយអីនៅទីកន្លែងនេះទៅរកបានប៉ុន្មានគឺប៉ុណ្ណឹងទៅខែលីសែងឯងទៅជួយលីដំឡូងលីស្រូវគេទៅមិនចាំបាច់ចូលទៅក្នុងព្រៃទេប្រយ័ត្នទៅត្រូវមុខខំអាចមានជំងឺគ្រុនចាញ់ស្លាប់នៅក្នុងព្រៃនោះក៏អាចថាបានម៉ែដឹងថាឯងឧស្សាហ៍ចេញចូលនៅក្នុងព្រៃជ្រៅក៏ប៉ុន្តែឯងចេញចូលតែនៅក្នុងពេលថ្ងៃពេលយប់ឯងមិនធ្លាប់ចូលទៅនោះទេនៅក្នុងព្រៃពេលយប់គឺសម្បូរទៅដោយគ្រោះថ្នាក់ខ្លាំងណាស់ជឿពងម្ដាយទៅកូនសាំងបានលើកដៃសំពះនិយាយទៅកាន់ពងម្ដាយថាពុកម៉ែឲ្យខ្ញុំទៅមួយរយៈសិនទៅបើសិននៅតែរកទំពាំងនេះមិនដឹងជាថ្ងៃណាបានធូរធាននោះទេបើខ្ញុំទៅបើសភាពការមិនស្រួលខ្ញុំនឹងត្រឡប់មកផ្ទះវិញខ្ញុំមិនឲ្យពុកម៉ែលំបាករងចាំខ្ញុំនោះទេ
ម្យ៉ាងទៀតកន្លះខែខ្ញុំនឹងធ្វើដំណើរមកផ្ទះម្ដងសូមពុកម៉ែកុំព្រួយបារម្ភអីអ្នកទាំងពីរក៏ចាប់ផ្ដើមសម្លឹងមកគ្នាដោយសារតែកូនប្រុសមានឆន្ទៈដូចនេះទៅហើយពេលនោះអ៊ំខួចគាត់ក៏បាននិយាយថាណាហើយមិនដោយតាមចិត្តឯងទៅចោះណាកូនក៏ប៉ុន្តែត្រូវតែប្រយ័ត្នប្រយែងផងហើយឯងបានស្គាល់អ្នកណាទើបទៅធ្វើការទីកន្លែងនោះកំឡោះសាំងក៏បានតបទៅកាន់ឪពុកថាលោកពុកកាលពីថ្ងៃមិញនេះខ្ញុំបានជួបជាមួយនឹងមេកាឡានោះគាត់ថាខ្ញុំនេះស្គាល់ភូមិសាស្ត្រនៅទីកន្លែងនេះច្បាស់ដូច្នេះហើយគាត់ឲ្យខ្ញុំទៅធ្វើការជាមួយនឹងគាត់គ្រាន់នឹងប្រាប់ទីកន្លែងណាដែលសម្បូរមីនទីកន្លែងណាមិនសម្បូរមីនអ៊ំខូចងក់ក្បាលរួចឆោយនិយាយទៅកាន់កូនថាណែកូនមនុស្សម្នាក់នោះទុកចិត្តមិនបាននោះទេឯងកុំស្និទ្ធស្នាលជាមួយនឹងគេពេកគេនោះសាហាវដៃឆៅខ្លាំងណាស់កូនកំឡោះក៏បានញញឹមរួចឆោយនិយាយលួងលោមទៅកាន់ឪពុកម្ដាយកុំឲ្យពួកគាត់មានការព្រួយបារម្ភបន្ទាប់ពីនោះទៅពួកគាត់ក៏បានអង្គុយហូបបាយនៅក្រោមពន្លឺចង្កៀងនៅក្នុងពេលនោះឯងវេលាព្រឹកស្អែកកំឡោះរបស់ជើងក៏ចាប់ផ្ដើមធ្វើដំណើរទៅជួបជាមួយនឹងលោកមេកាបន្ទាប់ពីទៅដល់អ្នកទាំងអស់គ្នាក៏បានសម្លឹងទៅកាន់កំឡោះស្តាងនេះមេកាឡាគាត់ក៏បាននិយាយឡើងថាយ៉ាងបាច់ហើយអ្នកកំឡោះឯងសម្រេចចិត្តមកធ្វើការជាមួយនឹងពួកជើងហើយឬនៅនេសាងបានងក់ក្បាលរួចក៏បានតបថាបាទលោកពូខ្ញុំមកធ្វើការនៅទីនេះមករយៈសិនបើសិនជាខ្ញុំអាចធ្វើកើតខ្ញុំនឹងធ្វើបន្តទៀតក៏ប៉ុន្តែបើសមត្ថភាពរបស់ខ្ញុំធ្វើមិនកើតខ្ញុំនឹងវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញតើលោកពូអនុញ្ញាតឲ្យខ្ញុំធ្វើដែរឬទេពូឡាក៏បានងក់ក្បាលរួចឆោយនិយាយថាមកនៅទីកន្លែងនេះកំពុងតែខ្វះកម្មករផងមិនអីនោះទេក៏ប៉ុន្តែឯងចូលមកទីកន្លែងនេះត្រូវតែស្ដាប់បង្គាប់របស់ជើងកំឡោះរបស់ជើងក៏បានយល់ព្រមក្រោយមកអ្នកទាំងអស់គ្នាក៏បានបន្តកិច្ចការឈើធំដែលមានទំហំប្រហែលជា2ទៅ3អោបផ្ដួលចោលនៅទីកន្លែងនោះចំណែកឯកំឡោះសាំងបានដើរមើលពួកគេបានធ្វើកិច្ចការទាំងអស់នោះគេមិនទាន់ទៅផ្ទះភ្លាមនោះទេនៅពេលនោះកំឡោះសាំងក៏បានដើរសម្ដៅទៅដល់លោកពូម្នាក់ដែលមានឈ្មោះថាលោកពូវ៉ាន់សាំងក៏បានសួរទៅកាន់ពូវ៉ាន់ថាលោកពូតើយ៉ាងម៉េចដែរការងារនៅទីកន្លែងនេះតើមានភាពលំបាកខ្លាំងដែរឬទេពូវ៉ាន់ក៏បានក្រឡេកមើលមុខកំឡោះហើយគាត់បានតបថាក្មួយអើយទីកន្លែងនេះវាគ្មានអីលំបាកនោះទេធ្វើយូរទៅក៏វាស្ទំហើយក៏ប៉ុន្តែខ្លាចតែឯងមិនចោះសម្រងជាមួយនឹងអ្នកទាំងអស់គ្នានេះបើឯងមកធ្វើការនៅទីកន្លែងនេះត្រូវតែស្ដាប់សម្ដីរបស់ពួកគេមិនត្រូវប្រឆាំងទេប្រយ័ត្នតែមានគ្រោះថ្នាក់ក្រោយមកកំឡោះសាំងក៏បានអង្គុយប្រោកប្រាជ្ញជាមួយនឹងពូវ៉ាន់អស់មួយសន្ទុះធំដែរបន្ទាប់ពីនោះទៅគេក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញនៅពេលថ្ងៃត្រង់គេស្រាប់តែបានជួបប្រទះជាមួយនឹងលោកអ៊ំម្នាក់មើលទៅគាត់នោះតែងខ្លួនហាក់ដូចជាគ្រូអាគមលោកអ៊ំម្នាក់នោះអង្គុយនៅក្រោមដើមឈើធំមួយបែកញើសថ្ងាសជោកមើលទៅគាត់ប្រហែលជាកំពុងតែក្តៅកំឡោះសាំងបន្ទាប់ពីឃើញលោកអ៊ំនោះអង្គុយបែកញើសពេញខ្លួនដូច្នោះគេក៏បានដើរចូលទៅជិតរួចឆោយនិយាយទៅកាន់លោកអ៊ំថាលោកអ៊ំស្រេកទឹកដែរឬទេខ្ញុំមានទឹកជាប់ខ្លួនដែរទេតើអ៊ំប្រុសម្នាក់នោះក៏បានសម្លឹងទៅកាន់មុខកំឡោះហើយគាត់ក៏បាននិយាយថាចេះអ្នកកំឡោះឯងចិត្តបានណាស់ខ្ញុំកំពុងតែស្រេកទឹកមែនតើដើរកាត់ថ្ងៃបែកញើសជោកតែម្ដងណែឯងឲ្យទឹកខ្ញុំហូបបន្តិចមកកំឡោះសាំងក៏ចាប់ផ្ដើមទាញទឹកបំពង់របស់ខ្លួនរួចឆោយហុចដៃពីរឲ្យទៅកាន់លោកអ៊ំនោះលោកអ៊ំគាត់ក៏បានទទួលទឹកបំពង់រួចឆោយគាត់ក៏បានពិសានៅក្នុងពេលនោះឯងក្រោយពីពិសាទឹករបស់កំឡោះរួចគាត់ក៏បានហៅកំឡោះឲ្យអង្គុយទីកន្លែងនេះប្រោកប្រាជ្ញគ្នាមួយសន្ទុះនៅពេលនោះលោកអ៊ំក៏បានសួរទៅកាន់នេសាងថាណែអ្នកកំឡោះហើយឯងទៅណាមកណាដែរមើលទៅហាក់ដូចជាមិនមែនអ្នកដើរព្រៃនោះទេតើឯងចូលមកក្នុងព្រៃនេះមានកិច្ចការអ្វីសាំងក៏បានតបទៅកាន់លោកអ៊ំថាលោកអ៊ំតាមពិតទៅខ្ញុំជាអ្នកធ្វើដំណើរចូលមកក្នុងព្រៃរកទំពាំងជារៀងរាល់ថ្ងៃក៏ប៉ុន្តែខ្ញុំបានស្គាល់មេកាម្នាក់គាត់ចង់ឲ្យខ្ញុំចូលមកកាប់ឈើនៅក្នុងតំបន់នេះដោយសារតែគ្រួសាររបស់ខ្ញុំនេះតល់ក្រទើបខ្ញុំសម្រេចចិត្តចូលមកទីកន្លែងនេះណាលោកអ៊ំ
อมប្រុសម្នាក់នោះក៏បាននិយាយទៅកាន់នេសាងថានៅក្មួយទីកន្លែងនេះគ្រោះថ្នាក់ណាស់មានក៏សម្បូរសត្វកាយក៏សម្បូរដែរយប់ឡើងចចកខ្លាស្រែកឲ្យត្រហឹងតែម្ដងកំឡោះសាំងក៏បានតបទៅកាន់លោកអមថាលោកអមខ្ញុំដឹងហើយថាទីកន្លែងនេះគ្រោះថ្នាក់ក៏ប៉ុន្តែខ្ញុំត្រូវការលុយកាក់ខ្លាំងឪពុករបស់ខ្ញុំគឺជាជនពិការចំណែកឯម្ដាយខ្ញុំមានជំងឺឈឺរ៉ាំរ៉ៃទៀតបើសិនជាខ្ញុំមិនប្រឹងប្រែងនោះតើខ្ញុំមានលុយកាក់ឯណាយកទៅឲ្យពួកគាត់ទៅខ្ញុំដឹងថាទីកន្លែងនេះវាគ្រោះថ្នាក់ហើយក៏ប៉ុន្តែបើមិនធ្វើតើយើងទៅធ្វើការងារអ្វីដែលបានលុយច្រើនដូចជាធ្វើការកន្លែងនេះលោកអមក៏បានញញឹមរួចហើយសម្លឹងទៅកាន់កំឡោះនោះក្រោយមកគាត់បាននិយាយថាកំឡោះឯងនេះពិតជាកតញ្ញូខ្លាំងណាស់ណែម្នេះមកអមឲ្យរបស់មួយទៅកាន់ឯងកំឡោះសាំងក៏បានចូលទៅអង្គុយចិត្តគាត់បន្តិចក្រោយមកលោកអមម្នាក់នោះគាត់ក៏បានចុកខ្សែកមួយដែលជាខ្សែកចែកកាច់របស់សត្វដំរីនឹងឯងនៅលើភ្លុកដំរីនោះមានចាសិតតែអក្សរគេថាក៏ប៉ុន្តែកំឡោះរបស់ជើងមិនចេះភាសាបាលីនោះទេគេក៏បានសួរទៅកាន់លោកអមថាណែអមតើអក្សរអីហ្នឹងខ្ញុំមើលដូចជាមិនដាច់សោះលោកអមម្នាក់នោះបានញញឹមរួចតបថាកំឡោះនេះគឺជាភាសាបាលីតតឯងធ្លាប់បានហាត់រៀនអក្សរបាលីទៅឯងអានដាច់ណែឯងយកវាទៅពាក់នៅនឹងខ្លួនទៅវានឹងអាចជួយការពារឯងបានច្រើនយ៉ាងណាស់វាគឺជារបស់ស័ក្តិសិទ្ធិរក្សាទុកវាឲ្យបានស្រួលបួលណែឯងត្រូវតែចាំបណ្ដាំខ្ញុំកុំដើរលូនចូលក្រោមស្នូផ្ដេសផ្ដាយសោះប្រយ័ត្នតែស្ដាប់អាគមកំឡោះរបស់ជើងគេមិនបានដឹងពីអានុភាពរបស់ខ្សែកចែកកាច់ភ្លុកដំរីនោះទេក៏ប៉ុន្តែមើលទៅលោកអមម្នាក់នេះគាត់និយាយហាក់ដូចជាច្បាស់លាស់ខ្លាំងណាស់កំឡោះជើងបានលើកដៃសំពះរួចនិយាយថាលោកអមខ្ញុំអរគុណណាស់ដែលលោកអមបានឲ្យរបស់ស័ក្តិសិទ្ធិនេះមកខ្ញុំហើយចុះលោកអមគឺជាអ្នករស់នៅស្រុកភូមិណាដែរលោកអមចូលមកទីកន្លែងនេះធ្វើអ្វីទៅអមប្រុសក៏បានតបថាខ្ញុំជាអ្នករស់នៅក្នុងព្រៃនេះឯងខ្ញុំដើរទៅដើរមកខ្ញុំគ្មានគ្រួសារហើយក៏គ្មានការងារធ្វើដែរនៅតែក្នុងព្រៃហូបតែដំឡូងនិងផ្លែឈើព្រៃតែប៉ុណ្ណោះណែថ្ងៃនេះយើងមាននិស្ស័យបានជួបគ្នាប្រហែលជាថ្ងៃក្រោយប្រកាសជាបានជួបគ្នាទៀតឥឡូវនេះឯងប្រញាប់ធ្វើដំណើរទៅផ្ទះទៅព្រោះថាព្រះសូរិយាកាន់តែទន់ទាបទៅហើយកំឡោះជើងក៏ចាប់ដើមស្ពះទៅកាន់លោកអមក្រោយមកលោកអមម្នាក់នោះក៏បានហុចបំពង់ទឹកទៅឲ្យកំឡោះរបស់ជើងវិញកំឡោះសាំងបានដើរចេញពីលោកអមទាំងញញឹមចំណែកឯលោកអមនោះក៏បានសម្លឹងទៅកាន់នេសាំងទាំងញញឹមផងដែរដោយសារតែគាត់កម្របានជួបក្មេងណាស់ដែលមានទឹកចិត្តម្យ៉ាងទៀតគឺជាមនុស្សកតញ្ញូជាមួយនឹងពុកម្ដាយដូច្នេះនោះទេកំឡោះសាំងរបស់ជើងដើរបានឆ្ងាយបន្តិចខ្ទង់ប្រហែលជា10ម៉ែត្រនៅពេលនោះគេក៏លេចមកក្រោយស្រាប់តែបាត់លោកអមនោះមិនដឹងជាគាត់ទៅណាហេតុអ្វីក៏គាត់ដើរលឿនម្លេះកំឡោះរបស់ជើងរកមើលឆ្វេងស្ដាំមួយសន្ទុះក៏ប៉ុន្តែបន្ទាប់ពីមិនឃើញគេក៏បានធ្វើដំណើរចេញពីទីកន្លែងនោះទៅក្នុងចិត្តរបស់នេសាំងគេងឿងឆ្ងល់ខ្លាំងណាស់តើលោកអមនេះគឺជាអ្នកណាហេតុអ្វីក៏គាត់បាត់ខ្លួនត្រឹមតែមួយប្រពេចភ្នែកនេសាំងបន្ទាប់ពីធ្វើដំណើរទៅដល់ផ្ទះសម្បែងវិញនៅពេលនោះគេក៏បានចុកដំណឹងទៅប្រាប់កាន់ឪពុកម្ដាយរបស់គេថាគេបានចូលធ្វើការជាមួយនឹងក្រុមអាឈើនៅក្នុងព្រៃនោះហើយស្របពេលនោះម៉ាឡៃនាងក៏បានធ្វើដំណើរចូលមកដល់ផងដែរម៉ាឡៃឧស្សាហ៍ចេញចូលនៅក្នុងផ្ទះរបស់លោកអ៊ំខូចណាស់ដោយសារតែនាងអាណិតទៅកាន់គ្រួសារមួយនេះពេលដែលម៉ាឡៃបានធ្វើដំណើរចូលមកដល់នៅពេលនោះកំឡោះរបស់ជើងក៏បានទាញក្រមាបោះទៅលើរនាបក្រែរួចហើយបាននិយាយថាណែម៉ាឡៃអង្គុយត្រង់នេះមកបងបោះរួចហើយនាងក្រមុំបានចូលទៅអង្គុយលើក្រែរួចហើយបាននិយាយទៅកាន់កំឡោះសាំងថាបងសាំងថ្ងៃនេះបងអត់ទៅរកទំពាំងទេអីកំឡោះជើងក៏បានញញឹមរួចនិយាយថាម៉ាឡៃខ្ញុំឈប់ទៅរកទំពាំងហើយខ្ញុំគិតថាចង់ទៅស៊ីឈ្នួសអាឈើនៅក្នុងព្រៃជាមួយនឹងថកែឡៃណែក្រែងលោកបានប្រកាសខ្លះចុកមកផ្គត់ផ្គង់គ្រួសារ
មានជីវភាពធូរធារជាងអាជីពទៅរកទំពាំងនៅក្នុងព្រៃពេលនោះម៉ាឡៃក៏បាននិយាយទាំងលេងសើចទៅកាន់កំឡោះជើងថាណែបងបើសិនជាបងឈប់ទៅរកទំពាំងតើឪពុករបស់ខ្ញុំគាត់បានទំពាំងណាហូបទៅឪពុករបស់ខ្ញុំចូលចិត្តទំពាំងរបស់បងណាមានទាំងទំពាំងស្ងួតមានទាំងទំពាំងស្រស់កំឡោះជើងក៏បានញញឹមបន្តិចរួចហើយនិយាយទាំងទឹកមុខក្រៀមក្រំទៅវិញតាមពិតទៅបងក៏មិនចង់ធ្វើដំណើរចូលទៅក្នុងព្រៃនោះដែរទីកន្លែងនោះលើថាគ្រោះថ្នាក់ខ្លាំងណាស់មកយ៉ាងទៀតមនុស្សធ្វើការនៅទីកន្លែងនោះចិត្តដាច់និងសាហាវណាស់ណែក៏ប៉ុន្តែបើសិនជាមិនទៅតើមានលុយកាក់ឯណាសម្រាប់ផ្គត់ផ្គង់ទៅដល់គ្រួសារម៉ែគាត់ក៏ឈឺស្ទើរតែរៀងរាល់ថ្ងៃចំណែកឪពុកគឺជាជនពិការគាត់ទៅធ្វើអ្វីបានទៅដូច្នេះហើយអមរេចទាំងអស់គឺត្រូវធ្លាក់លើបងត្រូវធ្វើកិច្ចការទាំងអស់នេះអូននៅផ្ទះជួយមើលឪពុកម្ដាយរបស់បងផងព្រោះថាពួកគាត់ចាស់ហើយកម្លាំងកំហែងមិនសូវជាពេញល្អនោះទេម៉ាឡៃនាងបានតបថារឿងនេះបងកុំព្រួយបារម្ភអីបងធ្វើការឲ្យស្ងប់ចិត្តចុះតើបងប៉ុន្មានថ្ងៃមកលេងផ្ទះម្ដងទៅកំឡោះជើងក៏តបថាប្រហែលជាកន្លះខែគេនឹងសុំមេការធ្វើដំណើរមកលេងផ្ទះម្ដងនិងយកលុយកាក់មកឲ្យឪពុកម្ដាយរបស់គេព្រោះថាឪពុកម្ដាយរបស់គេចាស់ហើយគេមិនអាចចូលទៅក្នុងព្រៃយូរពេកនោះទេក្រោយមកពួកគេបានអង្គុយប្រកប្រាជ្ញគ្នាមួយសន្ទុះក្រមុំរបស់ជើងបន្ទាប់ពីសួរសុខទុក្ខទៅកាន់លោកអមរួចនាងក៏បានសំពះលារួចហើយធ្វើដំណើរត្រឡប់ទៅកាន់ផ្ទះសម្បែងវិញទៅចំណែកឯកំឡោះរបស់ជើងក៏ចាប់ដើមរៀបចំដាំបាយដាំទឹកទៅឲ្យឪពុកម្ដាយរបស់គេក្រោយពីហូបបាយរួចកំឡោះស្តាំងបានសម្លឹងទៅកាន់ឪពុកម្ដាយនៅពេលដែលគេធ្វើដំណើរចូលទៅក្នុងព្រៃបាត់តើពួកគាត់ចឹងមិនចឹងណាទៅពួកគាត់ទាំងពីរនាក់សុទ្ធតែជាមនុស្សចាស់ម្យ៉ាងទៀតនោះសុទ្ធតែមានជំងឺជាប់ខ្លួនទៀតនោះវេលាពេលយប់ក៏បានឈានចូលមកដល់មួយយប់នោះកំឡោះស្តាំងគេដេកមិនលក់នោះទេយកដៃកងថ្ងាសសេញជុកសេញជឹងនៅពេលដែលគេធ្វើដំណើរចូលទៅក្នុងព្រៃមិនដឹងថាចឹងមិនចឹងណាដោយសារតែគេបានឮសម្ដីរបស់ពូវ៉ាន់និយាយប្រាប់គេថាមនុស្សនៅទីកន្លែងនោះគឺចិត្តដាច់និងសាហាវខ្លាំងណាស់មួយវិញទៀតគេព្រួយបារម្ភពីសុវត្ថិភាពរបស់ឪពុកម្ដាយនៅទីកន្លែងនេះតែពីរនាក់មិនដឹងថាចឹងមិនចឹងណានោះទេនេសាំងគិតបានត្រឹមតែគិតក៏ប៉ុន្តែមិនអាចធ្វើអ្វីបានវេលាថ្ងៃស្អែកគេក៏បានរៀបចំសម្ភារៈនិងសម្លៀកបំពាក់លាឪពុកម្ដាយធ្វើដំណើរសម្ដៅចូលទៅក្នុងព្រៃនោះទៅមុននឹងចេញពីផ្ទះអមខួចជាមួយនឹងប្រពន្ធរបស់គាត់បានផ្ដាយផ្ដាំទៅកាន់កូនប្រុសច្រើនណាស់ឲ្យគេធ្វើជាចរិតស្លូតបូតរំទុំសុភាពរៀបសារកុំចង់មានចំនួនជាមួយនឹងអ្នកធ្វើការជាមួយគ្នាឲ្យសោះចំណែកឯកំឡោះស្តាំងក៏បានទទួលការផ្ដាយផ្ដាំនិងពាក្យទូមានរបស់ពុកម្ដាយដែរគេក៏បានលាពុកម្ដាយទាំងអាឡ័យធ្វើដំណើរសម្ដៅចូលទៅក្នុងព្រៃទៅក្រោយពីគេបានចូលទៅដល់ក្នុងព្រៃនៅក្នុងពេលនោះគេក៏បានរៀបចំសម្លៀកបំពាក់របស់គេទុកឲ្យបានស្រួលបួលម្យ៉ាងទៀតកំឡោះរបស់ជើងបានសម្រាកនៅក្នុងរោងជាមួយនឹងពូវ៉ាន់នឹងឯងចាប់តាំងពីថ្ងៃនោះមកកំឡោះរបស់ជើងបានធ្វើការសហការស្និទ្ធស្នាលជាងគេគឺជាមួយនឹងពូវ៉ាន់ដោយសារតែពូវ៉ាន់គឺជាមនុស្សស្លូតបូតដូចគ្នានៅទីកន្លែងនេះមានតែពូវ៉ាន់ម្នាក់ប៉ុណ្ណោះដែលស្រួលនិយាយគ្នាចំណែកអ្នកផ្សេងទៀតនោះពិបាកនិយាយគ្នាណាស់ម្នាក់មានកំភ្លើងនៅនឹងដៃម្នាក់មួយដើមបើសិនជាមានបញ្ហាអ្វីបន្តិចបន្តួចនោះតែយកកំភ្លើងភ្ជុំគ្នាទៅមកមិនបាននិយាយគ្នាដោយសន្តិវិធីនោះទេបើគិតទៅដោយសារតែកំហុសមេការផងពូឡាគាត់អ្នកគ្រប់គ្រងនៅទីកន្លែងនេះក៏ប៉ុន្តែគាត់មិនដែលទូមានទៅកាន់កូនចៅរបស់គាត់នោះទេទូមានចឹងម៉េចដោយសារតែគាត់មានចរិតអញ្ចឹងដែរនោះឲ្យតែចប់កិច្ចការនៅពេលរសៀលពួកគាត់តែងតែដេញបាញ់ជ្រូកព្រៃដើម្បីយកទៅធ្វើសាច់ខ្លែមហូបចុកស្រាសស្រាថ្នាំនៅពេលជុំនេះគឺជាទម្លាប់របស់ពួកអ្នកអាឈើនៅទីកន្លែងនោះក៏ប៉ុន្តែកំឡោះស្តាំងគេមិនចេះផឹកស្រានោះទេទោះបីជាមានអ្នកផ្សេងបង្ខំទៅកាន់គេក៏ដោយក៏គេនៅតែមិនផឹកនៅក្នុងថ្ងៃមួយពេលដែលពូឡាស្រវឹងខណៈនោះពូម៉ៅក៏បាននិយាយទៅកាន់ពូឡាថាណែលោកមេការណែអាសាំងវាចេះផឹកស្រានោះទេតើលោកមេការអាចបង្ខំឲ្យវាផឹកបានដែរឬទេពូឡាកំពុងតែស្រវឹងម្យ៉ាងទៀតគាត់គឺជាមនុស្សអំនួតផងនោះគាត់បាននិយាយថា
មិនអីទេយើងនឹងទៅបង្ខំវាឲ្យផឹកស្រាឲ្យបានបន្តិចទៀតវាគង់តែចេះផឹកដោយពួកយើងនោះទេពូឡាបានកាន់ស្រាមួយកែវរួចឆោចដើរសំដៅទៅរកកំឡោះស្តាំងដែលកំពុងតែអង្គុយសម្លឹងទៅកាន់អ្នកទាំងអស់គ្នានោះពូឡាសម្លុតទៅកាន់នេះស្តាំងថានៅអាសាំងស្រានេះយើងឲ្យឯងផឹកដែរឬអត់កំឡោះស្តាំងបើកភ្នែកភ្លឺសម្លឹងទៅកាន់ពូឡានៅក្នុងពេលនោះគេក៏បានតបថាអត់ទេលោកពូខ្ញុំមិនចេះហូបស្រានោះទេបើសិនជាខ្ញុំហូបស្រាព្រឹកឡើងប្រកាសជាធ្វើការមិនកើតនោះឡើយពូឡានិយាយទាំងកំហឹងថាណែអាសាំងអញជាមេការនៅទីកន្លែងនេះឯងកាន់កៅនេះរួចឆោចចូលទៅផឹកជាមួយនឹងគេទៅឲ្យលឿនឡើងឯងស្ដាប់យ៉ាងដែរឬអត់កំឡោះស្តាំងក៏បានតបថាលោកពូការងារវ័យផ្សេងគឺខ្ញុំស្ដាប់លោកពូក៏ប៉ុន្តែរឿងបង្ខំឲ្យខ្ញុំហូបស្រានេះខ្ញុំមិនហូបនោះទេទោះជាពូបង្ខំខ្ញុំប៉ុណ្ណាក៏ខ្ញុំមិនហូបដែរភ្លាមនោះសម្ដីរបស់កំឡោះស្តាំងបានធ្វើឲ្យពូឡាអាម៉ាស់មុខយ៉ាងខ្លាំងក្រោយមកគាត់ក៏បានកាន់ពេញស្រានោះរួចហើយជះទៅលើគល់ឈើហើយគាត់ក៏បានដើរសម្ដៅមកកាន់វងផឹកវិញទៅពូឡាបាននិយាយម្នាក់ឯងថាអាសាំងមិនអីនោះទេឯងធ្វើឲ្យយើងបាក់មុខថ្ងៃណាមួយយើងនឹងកំចាត់ឯងចោលបន្ទាប់ពីនោះទៅអ្នកទាំងអស់គ្នាដែលមានចំនួនប្រហែលជា20នាក់ក៏បាននាំគ្នាផឹកស្រានិងក្លាមសាច់របស់សត្វព្រៃនៅក្នុងពេលនោះបន្តទៀតទៅក៏ប៉ុន្តែពូឡាហូបស្រាបណ្ដើចេះតែដៀងកន្ទុយភ្នែកសម្លក់ទៅកាន់កំឡោះស្តាំងបណ្ដើមើលទៅគាត់ប្រហែលជាមានគំនួចគួរចិត្តខឹងជាមួយនឹងកំឡោះម្នាក់នេះហើយមេការម្នាក់នេះចាប់ផ្ដើមខឹងនឹងស្អប់ទៅកាន់កំឡោះស្តាំងចាប់តាំងពីថ្ងៃនោះមកចំណែកអាការកាប់ឈើរបស់គាត់នេះបានកាប់ច្រើនទៅរហូតចូលទៅដល់ទីកន្លែងដែលពោពេញទៅដោយមានតែគេបានបង្កប់នៅរសៀលថ្ងៃមួយនោះពូឡាគាត់បានប្រាប់ឲ្យនិសាំងទៅជួយដេញជ្រូកព្រៃឲ្យគាត់ក៏ប៉ុន្តែនិសាំងគេមិនបានទៅជួយដេញនោះទេដោយសារតែគេប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាទីកន្លែងនោះសម្បូរមីនណាស់មិនឲ្យពួកគេធ្វើដំណើរទៅឡើយគេក៏មានអារម្មណ៍ភ័យខ្លាចជាមួយនឹងមានបង្កប់នៅទីកន្លែងនោះដែរតែពូឡាគាត់ចង់តែជំនះចិត្តរបស់កំឡោះស្តាំងគាត់បាននិយាយទៅកាន់កំឡោះស្តាំងថានៅអាសាំងហេតុអ្វីក៏ឯងចង់តែយកឈ្នះយើងម្លេះហេតុអ្វីក៏ឯងមិនចេះស្ដាប់យើងម្ដងទៅនេសាំងក៏បានតបថាលោកពូមិនមែនខ្ញុំចង់ឈ្នះចាញ់អ្វីនោះទេក៏ប៉ុន្តែតំបន់នោះគឺជាតំបន់គ្រោះថ្នាក់គឺពោពេញទៅដោយមានដែរបង្កប់ឪពុករបស់ខ្ញុំគាត់ក៏ដឹងដែរដោយសារតែគាត់គឺជាទាហានក៏ប៉ុន្តែអ្នកទាំងអស់គ្នាមិនស្ដាប់សម្ដីរបស់កំឡោះនេះទេពួកគេបានដេញតាមប្រមាញ់សត្វជ្រូកព្រៃរហូតដល់បានជ្រូកព្រៃមួយក្បាលនោះក្រោយមកពួកគេក៏ចាប់ដើមយកជ្រូកព្រៃមកអាំងនិងហូបស្រាដកដាមសោយក្អាកាយជុំជាមួយនឹងគ្នាគាត់បន្តទៀតទៅកំឡោះស្តាំងនៅពេលដែលគេផឹកស៊ីគេតែងតែទៅដេកសម្លឹងទៅកាន់អ្នកផឹកស៊ីទាំងអស់នោះគេមិនដើរចូលទៅផឹកស៊ីជាមួយនឹងក្រុមអ្នកអាឈើនោះទេមនុស្សមួយចំនួនធំដែលត្រូវជាបពពួករបស់ពូឡានោះហាក់ដូចជាមិនពេញចិត្តកំឡោះស្តាំងនេះទេដោយសារតែកំឡោះស្តាំងមិនបានទៅផឹកស៊ីនឹងសម្លាប់សត្វដូចជាពួកគេនឹងឯងកំឡោះស្តាំងតាំងពីគេដឹងក្តីមកចំពោះសត្វធំដូចជាពពួកសត្វឆ្លុះសត្វក្តាន់សត្វជ្រូកព្រៃគេមិនធ្លាប់សម្លាប់នោះឡើយកុំថាឡើយដល់ថ្នាក់ឲ្យគេទៅសម្លាប់សត្វទាំងអស់នោះយកមកអាំងក្លែមស្រានោះគេដាច់ចិត្តធ្វើមិនបាននោះទេពូវ៉ាន់តែទៅអង្គុយប្រកប្រាជ្ញជាមួយនឹងកំឡោះរបស់ជើងហើយគាត់តែនិយាយទៅកាន់កំឡោះកុំឲ្យប្រឆាំងទៅកាន់ពូឡាខ្លាំងពេកដោយសារតែពូឡានេះធ្លាប់បានបញ្ចប់ជីវិតមនុស្សច្រើនហើយនៅក្នុងដែនព្រៃតែកំឡោះស្តាំងក៏បាននិយាយទៅកាន់លោកពូថាលោកពូខ្ញុំគ្មានចិត្តប្រឆាំងទៅកាន់លោកមេការនោះទេក៏ប៉ុន្តែគាត់ចេះតែចង់ជំនះចិត្តខ្ញុំឲ្យខ្ញុំធ្វើរឿងដែលខ្ញុំមិនចង់ធ្វើដូចជាផឹកស្រានិងសម្លាប់សត្វខ្ញុំធ្វើទៅមិនរួចនោះទេគាត់គិតយ៉ាងម៉េចចំពោះខ្ញុំក៏គិតទៅក៏ប៉ុន្តែអ្វីដែលខ្ញុំមិនចូលចិត្តនោះខ្ញុំមិនធ្វើឡើយពូវ៉ាន់ដកដង្ហើមធំក្រោយមកគាត់ក៏និយាយថាណែក្មួយចូលស្ទឹងតាមបត់នៅទីកន្លែងនេះសុទ្ធតែអ្នកផឹកស៊ីម្យ៉ាងទៀតពួកគេសុទ្ធតែជាអ្នកស្ដាប់សម្ដីរបស់មេកាឡាដូច្នេះហើយប្រហែលជាពួកគេមិនពេញចិត្តទៅកាន់ឯងនោះទេបើសិនជាឯងនៅតែបន្តធ្វើដូច្នេះទៀត
ប្រកាសជាមានរឿងមានរ៉ាវពិតជាមិនខាននោះទេឯស្ដាប់ពូទៅវេលាព្រឹកស្អែកក៏បានឈានចូលមកដល់កំឡោះស្តាំងបានហៅពូវ៉ាន់ឲ្យទៅកាប់អាឈើជាមួយនឹងគេដោយគេមិនឲ្យពូវ៉ាន់ទៅអាឈើជាមួយនឹងអ្នកផ្សេងទៀតនោះទេដោយសារតែតំបន់នេះគឺជាតំបន់ពោពេញទៅដោយមានបង្កប់បើសិនជាប្រហែសតែបន្តិចប្រកាសជាផ្ទុះស្លាប់នៅក្នុងព្រៃនេះពិតជាមិនខានចំណែកឯពូឡាគាត់បានចាត់ចែងកូនចៅរបស់គាត់ឲ្យកាប់ទន្ទ្រានពេញទៅទីកន្លែងនេះស្របពេលនោះផងដែរលោកពូម្នាក់កំពុងតែដើរស្រាប់តែស្នូផ្ទុះមានយ៉ាងខ្លាំងក៏ចាប់ដើមកើតឡើងសំឡេងស្នូផ្ទុះឮសូរយ៉ាងខ្លាំងធ្វើឲ្យអ្នកទាំងអស់គ្នានៅទីកន្លែងនោះក៏ចាប់ផ្ដើមព្រឺក្បាលខ្ញាក់រួចឆោយបើកភ្នែកធំធំសំឡឹងទៅកាន់ទិសដៅនោះខណៈនោះគេបានឃើញសាកសពរបស់លោកពូម្នាក់នោះបែរជាបំណែកបាត់អស់ទៅហើយនៅពេលនោះពូវ៉ាន់បាននិយាយថាណែអាកំឡោះពិតជាដោយពាក្យសម្ដីឯងបាននិយាយមែននៅទីកន្លែងនោះសុទ្ធតែមានបង្កំសាំងក៏បានតបថាណែលោកពូខ្ញុំនៅទីកន្លែងនេះយូរហើយខ្ញុំតែងតែធ្វើដំណើរចូលមកក្នុងព្រៃជាមួយនឹងឪពុករបស់ខ្ញុំឪពុករបស់ខ្ញុំកាលពីមុនគាត់ជាទាហានហើយគាត់បានដឹងថានៅតំបន់នេះទីកន្លែងណាសម្បូរមីនទីកន្លែងណាមិនសម្បូរបើសិនទីកន្លែងនេះគ្មានមីនឈើល្អៗធំៗទាំងអស់នេះប្រហែលជាត្រូវថកែផ្សេងទៀតគេកាប់ចុកអស់បាត់ទៅហើយមិនមែនសេះសល់រហូតដល់សពថ្ងៃនេះទេគិតទៅអាណិតទៅកាន់លោកពូម្នាក់នោះណាឥឡូវគាត់ត្រូវបង់ជីវិតនៅក្នុងព្រៃនេះដោយសារតែមេការប្រើមនុស្សមិនចេះគិតគ្រាន់តែលោកពូម្នាក់នោះបានផ្ទុះស្លាប់ភ្លាមអ្នកទាំងអស់គ្នាផ្សេងទៀតក៏ចាប់ដើមលែងហ៊ានដើរម្នាក់ចេះតែសម្លឹងមុខគ្នាពូឡាក៏ចាប់ដើមដើរសន្សំតិចដើម្បីឲ្យចេញផុតពីទីកន្លែងនោះបន្ទាប់ពីគាត់ដើរចេញពីទីកន្លែងនោះផុតគាត់ក៏ចាប់ដើមដើរសម្ដៅទៅរកកំឡោះសាំងភ្លាមនៅពេលនោះទឹកមុខរបស់គាត់ខឹងខ្លាំងណាស់គាត់បាននិយាយទៅកាន់នាយសាំងថាអាសាំងឯងបានដឹងថាទីកន្លែងនោះមានបង្កប់ហើយអ្វីក៏ឯងមិនប្រាប់ជើងឥឡូវនេះមានមនុស្សស្លាប់ម្នាក់ហើយសាំងក៏បានតបថាលោកមេការខ្ញុំបានប្រាប់ហើយទេតើថាកន្លែងនោះសម្បូរមីនណាស់ហើយអ្វីក៏មិនស្ដាប់ខ្ញុំពូវ៉ាន់គាត់បានក្រោកឈរឡើងរួចហើយនិយាយទៅកាន់លោកមេការថាណែមែនហើយលោកមេការសាំងគេធ្លាប់បានប្រាប់ហើយទេតើថាទីកន្លែងនោះសម្បូរមីនណាស់កុំឲ្យអ្នកទាំងអស់គ្នាទៅកាប់ឈើម្ដុំនោះឥឡូវនេះផ្ទុះស្លាប់នោះទាល់តែបានពូឡាចង់អល់មុខពូវ៉ាន់រួចស្រែកសម្លុតថាឯងនៅស្ងៀមយើងមិនបាននិយាយជាមួយនឹងឯងនោះទេនៅស្ងៀមទៅជើងនិយាយជាមួយអាសាំងក្រោយមកពូឡាស្ដីបន្ទោសឲ្យនាយសាំងយ៉ាងច្រើនក៏ប៉ុន្តែនាយសាំងគេមិនបានតមាត់នោះឡើយដោយសារតែគេនៅក្រោមពូឡាអ្នកទាំងអស់គ្នាទោះបីជាឃើញមនុស្សស្លាប់មានសាកសពនៅទីកន្លែងនោះក៏ដោយក៏ពួកគេមិនហ៊ានធ្វើដំណើរចូលទៅយកសាកសពនោះដែរក៏ប៉ុន្តែសាកសពក៏មិននៅល្អប្រមាណដែរដោយជាយើងបានដឹងស្រាប់ហើយសាកសពដែលបានស្លាប់ដោយសារតែមានផ្ទុះនោះគឺមិនសូវសល់សាច់ប្រមាណនោះទេខណៈពេលនោះពូឡាខឹងជាមួយនឹងនាយសាំងខ្លាំងណាស់ក៏ប៉ុន្តែមិនដឹងថាធ្វើយ៉ាងម៉េចបានបើសិនយកកំភ្លើងបាញ់សម្លាប់គេនៅក្នុងពេលនេះរឿងរ៉ាវនេះប្រកាសជាលេចលឺទៅដល់បងប្រុសរបស់គេពិតជាមិនខានម្យ៉ាងទៀតនៅទីកន្លែងនេះមនុស្សច្រើនណាស់ហើយសយបានដឹងទៅដល់ច្បាប់ប្រកាសជាចាត់ការទៅលើគាត់ពិតជាមិនខាននោះទេពូម៉ៅដែលជាអ្នកចំណិតរបស់ពូឡាបានដើរចូលទៅជិតបន្តិចរួចឆោយអង្គុយក្បែរនិយាយខ្សឹបទៅកាន់ពូឡាថាណែលោកមេការបើសិនជាលោកមេការស្អប់វាចាត់ការទៅលើវាទៅទុកវាឲ្យមានជីវិតធ្វើអ្វីមេការដកដង្ហើមធំរួចក៏បានតបថាអើយយើងក៏ចង់ចាត់ការទៅលើវាដែរក៏ប៉ុន្តែបើយើងបាញ់សម្លាប់វានៅទីកន្លែងនេះប្រកាសជាមានរឿងលេចលឺទៅដល់បងប្រុសយើងពិតជាមិនខានបងប្រុសយើងស្រឡាញ់កម្មករណាស់បើដឹងថាយើងធ្វើយ៉ាងម៉េចចឹងណាទៅលើកម្មករនោះគាត់ប្រកាសជាសម្លាប់យើងចោលពិតជាមិនខាននោះទេតែពូម៉ៅគាត់ផ្ដល់យោបល់មួយទៅកាន់ពូឡាថាណែមេការបើសិនជាយើងចាត់ការទៅវាត្រង់មិនបាននោះយើងចាត់ការផ្លូវផ្សេងទៅខ្ញុំគិតថាល្ងាចនេះយើងឲ្យអាសាងវាដើរទៅជាមួយនឹងយើងឲ្យវាជួយកាន់សត្វព្រៃមិនចាំបាច់ឲ្យវាប្រមាញ់នោះទេនៅពេលដែលមានឱកាសល្អបាញ់សម្លាប់វាចោលតែម្ដងទៅ
តែពូឡាគាត់បានប្រកែកគាត់បាននិយាយថាមិនកើតនោះទេជើងធ្វើអញ្ចឹងប្រកាសជាមានអ្នកដឹងពិតជាមិនខានណែក៏ប៉ុន្តែខ្ញុំមានល្បិចមួយគឺខ្ញុំឲ្យអាសាំងវាចូលទៅអាឈើនៅទីកន្លែងសបោមីននោះល្បិចនេះគឺល្អខ្លាំងណាស់ក្រោយមកពូម៉ៅគាត់ក៏បានយល់ស្របនៅក្នុងពេលនោះពូឡាក៏បាននិយាយទៅកាន់នាងសាំងថាណែសាំងយើងឲ្យឯងចូលទៅអាឈើនៅទីកន្លែងនោះឯងត្រូវស្ដាប់តាមបញ្ជាយើងមិនបានឯងធ្វើខុសទៀតនោះទេឲ្យលើគ្នានៅទីកន្លែងនេះឯងរើសម្នាក់ធ្វើជាដៃគូកាន់រណាជាមួយនឹងឯងទៅពេលនោះនាងសាំងគេលែងប្រកែកជាមួយនឹងពូឡាទៀតហើយកំឡោះសាំងបានសម្លឹងទៅកាន់មនុស្សដែលមានចំនួនជាង20នាក់កំពុងតែឈរក៏ប៉ុន្តែគ្រាន់តែកំឡោះសាំងសម្លឹងចំអ្នកណាភ្លាមពួកគេនោះក៏ចាប់ផ្ដើមភ័យញ័រចម្ប្រមអ្នកណាទៅហ៊ានចូលកាប់ឈើនៅទីកន្លែងនោះបន្តទៀតទៅបើទៅតែផ្ទុះស្លាប់មួយបាញ់មិញនឹងសាំងសម្លឹងបានមួយផ្លែតគេក៏បាននិយាយទៅកាន់មេកាថាលោកមេកាមើលទៅប្រហែលជាគ្មានអ្នកណាហ៊ានទៅជាមួយនឹងខ្ញុំនោះទេណែដោយសារតែទៅតែមានអ្នកស្លាប់លោកមេកាដូរកន្លែងកាប់ផ្សេងទៅទីកន្លែងនោះទុកចោលទៅពេលនោះមេកាក៏បានសម្លុតទៅកាន់នាងសាំងថាណែឯងក៏ជាមេកាឬក៏យើងជាមេកាស្ដាប់តាមជើងទៅជើងឲ្យទៅកាប់ឈើកន្លែងណាទៅកាប់តាមជើងទៅតែពេលនោះពូវ៉ាន់គាត់ក៏បានលើកដៃសំពះរួចហើយនិយាយទៅកាន់មេកាថាលោកមេកាដូរកន្លែងទៅព្រោះថាទីកន្លែងនោះគ្រោះថ្នាក់ណាស់ទើបតែមានអ្នកស្លាប់នឹងពេលនោះពូម៉ៅដែលជាអ្នកចំណិតប៉ិនខាងចាក់ចោចលើកជើងនោះគាត់ក៏បាននិយាយថាណែលោកមេកាឥឡូវនេះអាវ៉ាន់វាស្និទ្ធស្នាលជាមួយនឹងអាកំឡោះនោះណាឲ្យវាទៅធ្វើដៃគូអាឈើជាមួយនឹងគ្នាទៅអ្នកផ្សេងទៀតក៏ចាប់ផ្ដើមនិយាយព្រមគ្នាថាឲ្យពូវ៉ាន់ចូលទៅអាឈើជាមួយនឹងកំឡោះរបស់ជើងចំណែកឯពូវ៉ាន់ក៏បានសម្លឹងទៅកាន់មុខកំឡោះសាំងហើយគាត់ក៏គ្មានពាក្យអ្វីនិយាយទៀតដែរនាងសាំងគេក៏ចាប់ផ្ដើមកាន់រណាខ្សែរួចហើយដើរចេញពីទីកន្លែងនោះកំឡោះសាំងដើរយ៉ាងអង្អាចក៏ប៉ុន្តែពូវ៉ាន់ដើរទាំងញ័រជើងចម្ប្រមដោយសារតែគាត់មានអារម្មណ៍ផិតភ័យទើបតែស្លាប់មិញមួយបើសិនជាគាត់ចូលទៅយ៉ាងម៉េចយ៉ាងម៉ាប្រកាសជាស្លាប់ទៀតពិតជាមិនខានកំឡោះសាំងដោយសារតែឃើញពូវ៉ាន់គាត់មានអារម្មណ៍ផិតភ័យដូច្នោះគេបាននិយាយទៅកាន់ពូវ៉ាន់ថាណែពូដើរឆ្ងាយពីខ្ញុំបន្តិចទៅចម្ងាយខ្ទង់ប្រហែលជា20-30ម៉ែត្របើសិនជាផ្ទុះស្លាប់តែខ្ញុំម្នាក់ឯងបានហើយពូដើរតាមស្នាមជើងខ្ញុំមកបើសិនជាគ្មានរឿងអ្វីកើតឡើងពេលនោះពូវ៉ាន់គាត់ក៏បានឈប់ក្រោយមកកំឡោះរបស់ជើងក៏ចាប់ដើមកាន់រណាខ្សែដើរទៅពីខាងមុខដើរបានឆ្ងាយបន្តិចខ្ទង់ប្រហែលជាជាង20ម៉ែត្រស្រាប់តែជន់មីនផ្ទុះលាន់សោយ៉ាងខ្លាំងខណៈពេលនោះគ្រប់គ្នាក៏ចាប់ដើមមានអារម្មណ៍ភ័យតក់ស្លុតម្ដងទៀតពូវ៉ាន់បានគិតថាកំឡោះរបស់ជើងប្រកាសជាស្លាប់ពិតជាមិនខានចំណែកឯពូឡានិងពូម៉ៅវិញគាត់ចាប់ដើមញញឹមញែមសម្លឹងមកគ្នាក៏ប៉ុន្តែបន្ទាប់ពីផ្សែងបានហុយចេញអស់ស្រាប់តែបានឃើញកំឡោះសាំងនៅឆោតទីកន្លែងនោះហេតុអ្វីទៅបានកំឡោះសាំងមិនស្លាប់ដោយសារតែកម្លាំងគ្រាប់មីននេះនាយសាំងក៏មានអារម្មណ៍ងឿងឆ្ងល់ខ្លួនឯងដែរតើគេមានអ្វីស័ក្តិសិទ្ធិពាក់នៅនឹងខ្លួនមែនឬទេនៅពេលនោះទើបគេនឹកឃើញទៅដល់ចែកកាច់ភ្លុកដំរីដែលលោកអ៊ំចាស់ម្នាក់បានឲ្យគេកាលពីថ្ងៃមុនពូឡាបន្ទាប់ពីឃើញថានាយសាំងមិនមានរបួសហើយថែមទាំងមិនបាត់បង់ជីវិតគាត់ក៏ចាប់ផ្ដើមងឿងឆ្ងល់រួចហើយក៏បានសម្លឹងទៅកាន់ពូម៉ៅពូឡាបើកភ្នែកធំរួចគាត់បាននិយាយថាណែម៉ៅតើមានរឿងអ្វីទៅមានផ្ទុះខ្លាំងណាស់ហេតុអ្វីក៏អាសាំងវាមិនស្លាប់ពូម៉ៅឈរគិតបន្តិចក្រោយមកគាត់ក៏បានតបថាណែលោកមេកាឬក៏នៅលើខ្លួនវាមានរបស់ស័ក្តិសិទ្ធិការពារខ្ញុំបានលើចាស់និយាយថាបើសិនជាយើងមានរបស់ស័ក្តិសិទ្ធិនោះជន់មានភ្លាមវាមិនតន់ផ្ទុះនោះទេយើងដើរបានឆ្ងាយបន្តិចទើបមានផ្ទុះក៏ប៉ុន្តែកម្លាំងនៃមាននោះក៏មិនអាចធ្វើអ្វីទៅកាន់អ្នកដែលបានពាក់របស់ស័ក្តិសិទ្ធិនោះដែរមើលទៅអាកំឡោះនោះប្រកាសជាមានរបស់ស័ក្តិសិទ្ធិការពារខ្លួនពិតជាមិនខានតាមមើលរូបរាងរបស់គេមិនមែនជាអ្នកចេះអាគមធ្វើឲ្យគ្រាប់មីនផ្ទុះមិនត្រូវនោះទេពូឡាគាត់ក៏ចាប់ផ្ដើមនឹកឃើញទៅដល់ខ្សែកចែកកាច់ភ្លុកដំរីដែលកំឡោះរបស់យើងបានពាក់ពូឡាបាននិយាយទៅកាន់ពូម៉ៅថា
អូខ្ញុំនឹកឃើញហើយខ្ញុំបានឃើញវាពាក់ខ្សែកចែកកាច់ភ្លុកដំរីនៅលើភ្លុកដំរីនោះមានចាសតែអក្សរគាថាមើលទៅប្រហែលជានោះជារបស់ស័ក្តិសិទ្ធិហើយខណៈនោះកំឡោះរបស់ជើងក៏បានប្រាប់ទៅកាន់ពូវ៉ាន់ឲ្យធ្វើដំណើរមកតាមក្រោយរួចហើយពួកគាត់ក៏បានអង្គុយអាឈើនៅទីកន្លែងនោះទៅមើលទៅមេការដូចជាពូឡានេះសាហាវខ្លាំងណាស់ដឹងថាទីកន្លែងពោពេញទៅដោយគ្រោះថ្នាក់ហើយនៅតែឲ្យគ្នាទៅធ្វើទៀតព្រោះតែកំហឹងបន្តិចបន្តួចហ៊ានដាច់ចិត្តសម្លាប់ទៅកាន់ជីវិតមនុស្សគាត់នេះពិតជាមនុស្សចិត្តដាច់និងសាហាវខូខើខ្លាំងណាស់ពេលដែលកំឡោះសាំងជាមួយនឹងពូវ៉ាន់កំពុងតែអាឈើពូឡាជាមួយនឹងពូម៉ៅបានដើរចេញពីទីកន្លែងនោះដើម្បីរកវិធីសាស្ត្រចាត់ការទៅលើកំឡោះសាំងបន្ថែមទៀតពូម៉ៅគាត់ខ្សឹបតិចៗទៅកាន់មេការថាលោកមេការមានតែធ្វើតាមវិធីសាស្ត្ររបស់ខ្ញុំនោះទេទើបអាចចាត់ការទៅលើវាបានក៏ប៉ុន្តែហេងសុយណែក្របកំភ្លើងរបស់ជើងប្រហែលជាមិនអាចសម្លាប់វាបានទៀតដោយសារតែវាមានរបស់ស័ក្តិសិទ្ធិនឹងឯងមេការក៏បានសម្លឹងពូម៉ៅរួចនិយាយថាណែមើលទៅប្រហែលជាអញ្ចឹងហើយសំបីតែក្របមានផ្ទុះមានកម្លាំងខ្លាំងនៅតែវាមិនស្លាប់ក្របកំភ្លើងរបស់ជើងនេះប្រហែលជាមិនអាចធ្វើអ្វីវាបាននោះទេខ្ញុំគិតថាថ្ងៃស្អែកនេះយើងទៅរកកន្លែងណាល្អបន្តិចរកចំណោតរៀងជ្រៅរួចហើយមានឱកាសច្រានវាទម្លាក់ចុះពីលើនោះទៅបន្ទាប់ពីវាស្លាប់យើងត្រឡប់មកវិញប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាវារត់គេចសត្វខ្លារួចហើយរមៀតធ្លាក់ចុះពីលើចំណោតនោះដោយខ្លួនឯងពូម៉ៅគាត់បាននិយាយទៅកាន់មេការបន្តទៀតថាណែលោកមេការចាត់ការនៅក្នុងជប់នេះតែម្ដងទៅមើលទៅវានេះទុកឲ្យយូរទៀតមិនបាននោះទេវាចេះតែប្រឆាំងទៅកាន់មេការរហូតតែមេការក្រវីក្បាលរួចក៏បានតបថាមិនកើតទេដូចជាផ្ទួនគ្នាពេកហើយណែចាំថ្ងៃស្អែកទៅថ្ងៃនេះទុកឲ្យវារស់បានមួយជប់ទៀតទៅថ្ងៃស្អែកចាំចាត់ការសម្លាប់ទៅវាក្រោយមកអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមធ្វើកិច្ចការរបស់ពួកគាត់រហូតដល់ថ្ងៃរសៀលក្រោយពីហូបបាយរួចពួកអ្នកទាំងអស់គ្នានោះក៏បានដកមេស្រាសស្រាថ្នាំចំណែកឯកំឡោះរបស់ជើងក៏បានទៅដេកសម្លឹងទៅកាន់ពួកអ្នកទាំងអស់គ្នានោះកំពុងតែអង្គុយប្រោកប្រាជ្ញគ្នាបាននិយាយទៅមេកាឡាគឺគាត់ស្រវឹងជារៀងរាល់ថ្ងៃតែម្ដងឲ្យតែចប់កិច្ចការគឺគាត់តែផឹកស្រាហើយវេលាពេលយប់ក៏បានឈានចូលមកដល់អ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមនាំគ្នាសម្រាកនៅក្នុងកូនខ្ទមរៀងខ្លួនក៏ប៉ុន្តែយប់នោះសំឡេងឆ្កែចចកលូខ្លាំងណាស់ដោយសារតែពួកវាបានធ្វើដំណើរចូលមកទីកន្លែងនេះស៊ីសាច់ដែលសេះសល់ពីបំណែកដែលលោកពូបានស្លាប់កាលពីថ្ងៃមិញនឹងឯងសំឡេងសត្វចចកស្រែកផងលូផងព្រុសផងមេការម្នាក់នោះក៏ចាប់ផ្ដើមក្រោកឡើងរួចហើយទាញកំភ្លើងរបស់គាត់បាញ់រះជាច្រើនគ្រាប់សំដៅទៅរកពពួកសត្វឆ្កែចចកទាំងអស់នោះសំឡេងកំភ្លើងបានផ្ទុះតគ្នាធ្វើឲ្យអ្នកទាំងអស់គ្នាដែលកំពុងតែសម្រាកនោះផ្អើលស្លន់ស្លោរួចហើយក្រោកឡើងរត់សំដៅមកទីកន្លែងដែលមេការបានសម្រាកខណៈពេលនោះពូម៉ៅបាននិយាយថាលោកមេការហើយចុះមានរឿងស្អីទៀតហើយលោកមេការកំពុងតែបាញ់អ្វីនឹងមេការឡាក៏បានឆ្លើយតបថាយើងស្អប់ពួកអាសត្វចចកនេះណាវានាំគ្នាមកស៊ីសាក់សពស្រែកឲ្យត្រហឹងក្បែរត្រចៀកយើងពួកអស់នេះតតែសម្លាប់វាចោលគិតទៅមេការម្នាក់នេះសំបីតែសត្វក៏គាត់ឆ្លោះជាមួយដែរចំណែកឯពពួកសត្វចចកទាំងអស់នោះបន្ទាប់ពីលឺស្នូរកំភ្លើងខ្លាំងពួកវាក៏បាននាំគ្នារត់គេចចេញពីទីកន្លែងនេះបាត់អស់ទៅអ្នកទាំងអស់គ្នាក៏បានចូលទៅសម្រាករៀងខ្លួនក៏ប៉ុន្តែពេលយប់ឡើងដុំភ្លើងជាច្រើនក៏បានហោះសម្ដៅចូលមកទីកន្លែងនេះដោយសារតែពពួកខ្មោចព្រាយវាឆ្អាបជាមួយនឹងឈាមនិងសាច់សេះសល់បន្តិចបន្តួចនឹងឯងពួកវាឲ្យតែបានឃើញសាកសពនៅក្នុងព្រៃប្រៀបដូចជាអាហារឆ្ងាញ់របស់ពួកវាហើយសំណាងដែរដែលពួកវាចូលមកស៊ីសាកសពនេះมันមានស្រែកចចចាចដូចជាពពួកសត្វឆ្កែចចកបើមិនអញ្ចឹងទេនោះប្រហែលជាពូឡាទាញកំភ្លើងបាញ់សម្ដៅទៅរកពួកវាទៀតពិតជាមិនខានចង់ដឹងណាស់បើសិនជាពូឡាបានជួបជាមួយនឹងពពួកខ្មោចព្រាយតើគាត់ហ៊ានចុកកំភ្លើងបាញ់ទៀតដែរឬទេវេលាថ្ងៃស្អែកក៏បានឈានចូលមកដល់ទៀតពូឡានោះក៏បានចាត់ចែងឲ្យកំឡោះសាំងទៅកាប់ឈើនៅតំបន់គ្រោះថ្នាក់
ជាមួយនឹងពូវ៉ាន់សាជាថ្មីម្ដងទៀតក៏ប៉ុន្តែក៏គ្មានគ្រោះថ្នាក់អ្វីកើតទៅលើកំឡោះស្តាំងដែរសំណាងដែរចេះលោកអស់ម្នាក់នោះឲ្យរបស់វិសេសទៅកាន់គេបើមិនអញ្ចឹងទេគេប្រកាសជាស្លាប់តាំងពីម្សិលមិញម្លេះពូឡាគាត់តែងតែដើរក្រពាត់ដៃសម្លឹងទៅកាន់កំឡោះជើងនោះដោយខ្សែភ្នែកមើលទៅពោពេញទៅដោយកំហឹងក៏ប៉ុន្តែមិនដឹងថាធ្វើយ៉ាងម៉េចទៅកាន់កំឡោះនេះបានវេលាពេលល្ងាចក៏បានឈានចូលមកដល់ពូម៉ៅគាត់ក៏បានទៅប្រាប់ទៅកាន់នេសាំងឲ្យធ្វើដំណើរទៅតាមគាត់ដើម្បីទៅជួយយួរសត្វនេសាំងក៏ចាប់ផ្ដើមមានអារម្មណ៍ឆ្ងល់បន្ទាប់ពីឃើញពូម៉ៅទៅហៅគេដូច្នោះព្រោះថារាល់ដងអ្នកទាំងពីរអ្នកនេះតែទៅនាំបាក់ពួកទៅច្រើនម្យ៉ាងទៀតនោះមិនដាស់ហៅគេទៅនោះទេខណៈពេលនោះពូវ៉ាន់ដោយសារតែមិនចង់ឲ្យកំឡោះសាំងមានចំនួនជាមួយនឹងមេការបន្តទៀតពូវ៉ាន់គាត់បាននិយាយថាណែកំឡោះឯងធ្វើដំណើរទៅជាមួយនឹងគេទៅមិនអីនោះទេគ្រាន់តែទៅយួរសត្វនោះទេក៏ប៉ុន្តែឯងកុំនិយាយច្រើនជាមួយនឹងមេការទៀតប្រយ័ត្នតែឆ្លោះគ្នានៅពេលដែលដើរប្រមាញ់សត្វនោះទៅកំឡោះក៏បានសម្លឹងទៅកាន់មុខពូម៉ៅមើលទៅហាក់ដូចជាខុសប្លែកពីធម្មតាភ្នែករបស់គាត់រៀងក្រឡេកក្រឡាប់ទឹកមុខហាក់ដូចជាភ័យនេសាំងក៏បានសួរទៅកាន់ពូម៉ៅថាណែពូពិតប្រកបដែរទេថាហៅខ្ញុំទៅជួយយួរសត្វព្រៃពូម៉ៅងក់ក្បាលក្រោយមកគាត់បាននិយាយថាមែនហើយឯងធ្វើដំណើរទៅតាមជើងទៅឲ្យលឿនឡើងលោកមេការគាត់កំពុងតែចាំក្រោយមកកំឡោះសាំងក៏ចាប់ផ្ដើមស្ពាយកន្ត្រកឫស្សីមួយរីឯពូម៉ៅនិងពូឡាក៏ចាប់ផ្ដើមស្ពាយកំភ្លើងរបស់គាត់ធ្វើដំណើរចេញឆ្ងាយពីទីកន្លែងនេះអ្នកទាំងអស់គ្នាមិនបានប្រមាញ់ចិត្តនេះទេគាត់បានរកទីកន្លែងចំណោតមួយដែលអាចសម្លាប់ទៅកាន់នេសាំងបានគោលដៅរបស់គាត់គឺធ្វើដំណើរទៅកាន់ទីកន្លែងនោះបន្ទាប់ពីអ្នកទាំង3បានធ្វើដំណើរទៅដល់គោលដៅពូម៉ៅគាត់ក៏បានឲ្យសញ្ញាទៅកាន់ពូឡាក្រោយមកពូឡាបាននិយាយថាណែសាំងដើរតាមជើងមកឲ្យលឿនឡើងនេសាំងមិនដឹងអីនោះទេគេក៏បានធ្វើដំណើរទៅតាមមេការចិត្តខ្មៅនោះក្រោយមកមេការក៏បាននាំគេទៅដល់ទីកន្លែងដែលជាចំណោទជ្រោះបើសិនជាធ្លាក់ទៅប្រហែលជាមិនមានជីវិតនោះទេខណៈពេលនោះមេការជាមួយនឹងពូម៉ៅបានទាញកំភ្លើងភ្ជង់សម្ដៅទៅកាន់កំឡោះរបស់ជើងពូឡាបាននិយាយឡើងថាអាសាំងនៅពេលនេះគឺជាពេលស្លាប់របស់ឯងហើយឯងនេះគឺជាឆ្អឹងទទឹងកឯងនេះតែងតែប្រឆាំងជាមួយនឹងជើងរហូតឥឡូវនេះនៅពេលដែលឯងស្លាប់ទៅគ្មានអ្នកណាមកប្រឆាំងនឹងជើងទៀតនោះទេនេសាំងក៏បានលើកដៃសំពះទៅកាន់ពួកគេទាំងពីរនាក់ក្រោយមកគេបាននិយាយថាអ្នកទាំងពីរកុំសម្លាប់ខ្ញុំអីខ្ញុំនៅមានឪពុកម្ដាយត្រូវចិញ្ចឹមទៀតគាត់ចាស់ហើយឪពុកម្ដាយរបស់ខ្ញុំគាត់គឺជាមនុស្សពិការផងសូមកុំសម្លាប់ខ្ញុំអីខ្ញុំឈប់ធ្វើការទីកន្លែងនេះក៏បានដែរខ្ញុំត្រឡប់ទៅមើលថែឪពុកម្ដាយរបស់ខ្ញុំវិញហើយតែពូឡាគាត់មិនព្រមនោះទេដោយសារតែគាត់មានគម្រោងសម្លាប់ទៅកាន់កំឡោះស្តាំងហើយមិនទុកឲ្យគេនៅមានជីវិតទៀតនោះឡើយភ្លាមនោះពួកគេទាំងពីរនាក់ក៏ចាប់ដើមបាញ់សម្ដៅទៅរកកំឡោះជើងក៏ប៉ុន្តែគ្រាប់កំភ្លើងអ្នកទាំងពីរបែរជាធ្លាក់ចុះទៅលើដីមិនអាចទៅប៉ះខ្លួនរបស់កំឡោះបានពូឡាជាមួយនឹងពូម៉ៅក៏ចាប់ដើមចំហមាត់សម្លឹងមុខគ្នាក្រោយមកពូម៉ៅបាននិយាយថាពិតណាស់លោកមេការវាពិតជាមានរបស់ស័ក្តិសិទ្ធិពិតប្រាកដមែនមើលទៅមិនអាចយកកំភ្លើងនេះសម្លាប់វាបាននោះទេពូឡាក៏បានតបថាឥឡូវនេះច្រានវាទម្លាក់ចុះពីលើចំណោទជ្រោះនេះទៅឲ្យលឿនឡើងអ្នកទាំងពីរក៏ចាប់ផ្ដើមទាញកំភ្លើងរបស់គេរួចឆាយរុញកំឡោះម្នាក់នោះទម្លាក់ចុះពីលើចំណោទនោះទៅកំឡោះរបស់ជើងស្រែកបានតែបន្តិចរួចឆាយក៏ស្ងាត់មាត់ឈឹងមិនដឹងតែធ្លាក់ទៅដល់ទីកន្លែងណានោះឡើយពូឡានិងពូម៉ៅក៏ចាប់ផ្ដើមសប្បាយចិត្តរួចឆាយពួកគាត់ក៏បានវិលត្រឡប់ទៅកាន់ទីកន្លែងរបស់គាត់វិញបន្ទាប់ពីចូលទៅដល់ទីកន្លែងដែលមានមនុស្សច្រើនពូម៉ៅគាត់ក៏ចាប់ផ្ដើមធ្វើស្រែកយ៉ាងមានអារម្មណ៍ពិតភ័យអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមផ្អើលឆោឡោរួចឆាយរត់សម្ដៅទៅកាន់ទីកន្លែងដែលពូម៉ៅកំពុងតែឈរស្រែកយំពូវ៉ាន់គាត់ក៏បានសួរថាណែលោកបងតើមានរឿងអ្វីទៅបានជាស្រែកផងយំផងដូច្នេះពេលនោះពូម៉ៅក៏បានសម្ដែងកាយវិការហាក់ដូចជាព្រួយបារម្ភទៅកាន់កំឡោះសាំងគាត់បាននិយាយថា
អ្នកទាំងអស់គ្នានៅពេលដែលខ្ញុំដើរប្រមាញ់ស្តាតអំបញ្ញមិញនេះសាំងគេបានដើរតាមក្រោយក៏ប៉ុន្តែបែរជាត្រូវសត្វខ្លាដេញតាមប្រហារគេពួកខ្ញុំក៏បានយកកំភ្លើងនេះបាញ់សត្វខ្លាជួយទៅកាន់គេដែរក៏ប៉ុន្តែសត្វខ្លានោះវាសាហាវណាស់វាបានលោតបំបុកកំឡោះសាំងឲ្យធ្លាក់ចុះពីលើចំណោតរមៀលទៅក្រោមបាត់ទៅហើយមើលទៅគេប្រហែលជាស្លាប់ជាមួយនឹងសត្វខ្លានៅខាងក្រោមនៅបាត់ទៅហើយមនុស្សគ្រប់គ្នាក៏ចាប់ផ្ដើមដាក់ទឹកមុខបន្ទាប់ពីឮថាកំឡោះសាំងនេះត្រូវបានស្លាប់ថ្មីត្បិតតែកំឡោះសាំងមិនសូវជាចោះសម្រងជាមួយនឹងពួកគេមែនក៏ប៉ុន្តែកំឡោះម្នាក់នេះស្លូតបោតណាស់គេមិនចោះសម្រងជាមួយពួកគេដោយសារតែកំឡោះសាំងមិនចូលចិត្តសម្លាប់សត្វនិងផឹកស្រាតែប៉ុណ្ណោះក៏ប៉ុន្តែចំពោះកិច្ចការអ្វីផ្សេងទៀតនោះនេសាំងជួយទៅកាន់ពួកគេខ្លាំងណាស់នៅពេលនោះពូវ៉ាន់គាត់ក៏ចាប់ផ្ដើមលុតជង្គង់ទៅលើដីរួចហើយស្រែកទ្រហោយំមួយសន្ទុះពូវ៉ាន់បាននិយាយរៀបរាប់រឿងរ៉ាវផ្សេងទៀតហេតុអ្វីក៏មនុស្សល្អមានអាយុខ្លីដូច្នោះខណៈពេលនោះបន្ទាប់ពីយំសោកអស់មួយសន្ទុះពូវ៉ាន់គាត់បាននិយាយទៅកាន់ពូឡាថាណែលោកមេកាថ្ងៃស្អែកនេះខ្ញុំសុំលោកមេកាសម្រាប់មួយថ្ងៃមេកាបើកភ្នែកធំក្រោយមកក៏បានសួរទៅកាន់ពូវ៉ាន់ថាណែហើយចុះឯងមានរឿងអីបានជាសុំសម្រាប់មួយថ្ងៃពូវ៉ាន់គាត់ក៏បានតបថាលោកមេកាខ្ញុំធ្វើដំណើរត្រឡប់ចូលទៅកាន់ស្រុកភូមិយកដំណឹងដែលកំឡោះសាំងបានស្លាប់ទៅប្រាប់ទៅកាន់សាច់ញាតិនិងឪពុកម្ដាយរបស់គេក្រៃលោកពួកគាត់ធ្វើបន់ជួយទៅកសលទៅឲ្យកំឡោះនេះខ្លះពូឡាបន្ទាប់ពីឃើញមនុស្សបានស្លាប់ហើយគាត់ក៏មិនបានហាមឃាត់ទៅកាន់ពូវ៉ាន់ដែរក្រោយមកគាត់បានតបថាទៅយើងមិនហាមឃាត់នោះទេក៏ប៉ុន្តែទៅតាមមួយថ្ងៃបានហើយប្រញាប់ត្រឡប់មកធ្វើកិច្ចការវិញហើយចុះឯងស្គាល់ស្រុកភូមិរបស់អាកំឡោះសាំងនោះដែរឬទេពូវ៉ាន់គាត់បានប្រាប់ថាគាត់ធ្លាប់ស្គាល់ព្រោះថាគាត់ក៏ធ្លាប់ធ្វើដំណើរទៅកាន់ស្រុកភូមិរបស់កំឡោះនោះដែរបន្ទាប់ពីនោះទៅពួកគេក៏បានចូលទៅសម្រាករៀងខ្លួនចំណែកឯពូវ៉ាន់គាត់សម្រានមិនលក់នោះទេយកដៃកងថ្ងាសសាញ់ជុកសាញ់ជើងគិតអាណិតទៅកាន់កំឡោះនេះណាក៏ប៉ុន្តែគាត់ហាក់ដូចជាមិនជឿថាកំឡោះសាំងត្រូវសត្វខ្លាដេញទម្លាក់ចុះពីលើចំណោតនោះទេមើលទៅប្រហែលជាអ្នកទាំងពីរនេះមានកម្រងសម្រាប់ទៅកាន់កំឡោះសាំងហើយតែគាត់ប្រកែកជាមួយគេក៏ប្រកែកមិនបានដែរមានតែព្រមទទួលស្គាល់ពាក្យសម្ដីភូតផលរបស់មេកានេះទៅវេលាព្រឹកស្អែកគាត់ក៏ចាប់ផ្ដើមធ្វើដំណើរសំដៅទៅកាន់ភូមិរបស់កំឡោះសាំងហើយគាត់សួរពីផ្ទះមួយទៅផ្ទះមួយសួររកផ្ទះរបស់កំឡោះនេះក្រោយមកពូវ៉ាន់គាត់ក៏បានធ្វើដំណើរទៅដល់ផ្ទះរបស់កំឡោះសាំងពេលនោះគាត់ក៏បានចូលទៅរួចហើយក៏បានជួបជាមួយនឹងលោកអ៊ំដែលពិការជើងម្នាក់លោកអ៊ំម្នាក់នោះដើរឈើច្រត់តិចក្រោយមកបានសួរទៅកាន់ពូវ៉ាន់ថាណែលោកប្អូនតើលោកប្អូនជាអ្នកណាហើយធ្វើដំណើរមកផ្ទះខ្ញុំនេះមានកិច្ចការអ្វីដែរពូវ៉ាន់សម្លឹងទៅកាន់មុខលោកអ៊ំនោះក្រោយមកគាត់ក៏បានសួរថាណែលោកបងត្រូវជាឪពុករបស់កំឡោះសាំងមែនឬទេអ៊ំប្រុសងក់ក្បាលក្រោយមកគាត់ក៏បានតបថាមែនហើយលោកប្អូនខ្ញុំនេះហើយគឺជាឪពុករបស់គេតើមានកិច្ចការអ្វីដែលតាក់ទងជាមួយនឹងកូនប្រុសខ្ញុំមែនឬទេពូវ៉ាន់គាត់ក៏ចាប់ផ្ដើមហូតទឹកភ្នែកម្ដងទៀតរួចហើយគាត់ក៏បានប្រាប់ទៅកាន់អ៊ំខួចជាមួយនឹងប្រពន្ធរបស់គាត់ឲ្យតាំងស្មារតីភ្លាមនោះពូវ៉ាន់គាត់ក៏បាននិយាយថាលោកបងកាលពីយប់មិញនេះសាំងត្រូវសត្វខ្លាដេញទម្លាក់ចុះពីលើចំណោតគេបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយគ្រាន់តែបានលើសម្ដីរបស់ពូវ៉ាន់ភ្លាមស្រាប់តែប្រពន្ធរបស់អ៊ំខួចគាត់ក៏ចាប់ដើមសន្លប់ស្តុកស្ដឹងដេកទៅលើដីភ្លាមដោយសារតែគាត់មានជំងឺជាប់ខ្លួនផងម្យ៉ាងទៀតបានលឺរឿងដែលគាត់មិនអាចទទួលយកបានក្រោយមកពូវ៉ាន់គាត់ក៏ចាប់ដើមលើកអ៊ំស្រីដាក់ទៅលើគ្រែមួយសន្ទុះក្រោយមកគាត់ក៏ចាប់ដើមដឹងខ្លួនមកវិញក្រោយមកលោកអ៊ំគាត់ក៏បានសួរទៅកាន់ពូវ៉ាន់សាជាថ្មីម្ដងទៀតថាណែលោកប្អូនពិតប្រាកដដែរទេថាកូនប្រុសរបស់ខ្ញុំបានស្លាប់តើគេស្លាប់ពិតប្រាកដមែនឬទេពូវ៉ាន់ក៏បានឆ្លើយតបទៅកាន់អ៊ំខូចថាមែនហើយលោកបងគេបានស្លាប់តាំងពីយប់ម្លេះ
ឥឡូវនេះខ្ញុំដាក់ច្បាប់មួយថ្ងៃដើម្បីយកសាច់រឿងទាំងអស់នេះមកប្រាប់ទៅដល់លោកបងធ្វើបន់ធ្វើទៀនឧទ្ទិសកុសលឲ្យទៅកាន់គេផងទៅនេះលុយកាក់មួយចំនួនទុកតែខ្ញុំចូលបន់ទៅកាន់នេះសាំងទៅចោះនៅពេលនោះលោកអ៊ំទាំងពីរនាក់ក៏ចាប់ដើមស្រែកទ្រហោជុំម្ដងទៀតភ្លាមនោះសម្រេចរបស់ពួកគាត់ក៏បានផ្អើលឆោឡោទៅកាន់អ្នកជិតខាងផ្សេងទៀតក្រោយមកពួកគេក៏បានធ្វើដំណើរចូលមកទីកន្លែងនេះអ្នកជិតខាងក៏បានសាកសួរទៅកាន់លោកអ៊ំទាំងពីរនាក់តើគាត់មានរឿងអ្វីបានជាស្រែកទ្រហោជុំខ្លាំងដូច្នោះនៅពេលនោះពូវ៉ាន់គាត់ក៏បានរៀបរាប់ជំនួសលោកអ៊ំទាំងពីរនាក់នោះថានេសាំងដែលជាកូនប្រុសដ៏កំសត់របស់គាត់នោះត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រៃបាត់ទៅហើយអ្នកជិតខាងទាំងអស់គ្នាគេក៏ចាប់ផ្ដើមស្រែកយំទៅតាមលោកអ៊ំទាំងពីរនាក់នេះផងដែរក្រោយមកក៏មានអ្នកទៅផ្ដល់ដំណឹងឲ្យទៅកាន់ផ្ទះរបស់អ៊ំវ៉ាក្រមុំរបស់ជើងបន្ទាប់ពីលើកដំណឹងនេះនាងស្ទើរតែទទួលយកមិនបានក្រោយមកម៉ាឡៃនាងក៏បានរត់សម្ដៅមកផ្ទះរបស់អ៊ំខួចសួរបញ្ជាក់រឿងនេះឲ្យច្បាស់តើវាគឺជាការពិតដែរឬទេលោកអ៊ំក៏បានរៀបរាប់តាមសម្ដីដែលពូវ៉ាន់បានប្រាប់ម៉ាឡៃនាងក៏ចាប់ផ្ដើមស្រែកទ្រហោជុំក៏ប៉ុន្តែក្នុងចិត្តរបស់នាងគិតថានេសាំងគឺជាមនុស្សល្អខ្លាំងណាស់គេប្រហែលជាមិនស្លាប់ងាយៗដូចនេះនោះឡើយក៏ប៉ុន្តែនេះគ្រាន់តែជាការគិតរបស់ម៉ាឡៃតែប៉ុណ្ណោះនេសាំងស្លាប់ឬរស់នោះជើងមិនទាន់ដឹងនោះទេឥឡូវសាច់រឿងភាគ1ខ្ញុំបាទក៏សូមបញ្ចប់ត្រឹមនេះសិនសូមអរគុណចំពោះការគាំទ្ររបស់ប្រិយមិត្តទាំងអស់គ្នាសូមអភ័យទោសបើសិនជាមានកំហុសខុសឆ្គងពាក្យពេចន៍សម្ដីដែលខ្ញុំនិទានទៅមិនសមរម្យត្រង់ណានោះក៏សូមអធិស្ឋានចំពោះលោកខ្ញុំផងបានសូមអរគុណនិងសូមជម្រាបលា